មួយពី3បាទជំរាបសួរអូថ្ងៃនេះលេងមកអេមិនអីទេបាទ អានេះគេហៅរូបសកម្មភាពពិតមុនការ live អញ្ចឹងឲ្យបងប្អូនបានដឹងដែរថាអូក្រោយពីប្រមាញ់រូបភាពស្អាតពីបងកាមេរ៉ាបង switcher អ្នកឡើង 3G ហ្នឹងគឺចេញមិនគឺអញ្ចឹងបាទយើងសេរីប្រឡងយើងវាយពន្លឺយើងថែមថយ focus អូមកយើងមានច្រើនមែនតើបាទអញ្ចឹងបងប្អូនអាហ្នឹងដែលជាមួយផ្នែកមួយដែលបងប្អូនឃើញណែអត់តន់ឃើញបងលីកាមេរ៉ាបាទលីក្រែនលីអីមកផងរៀបភ្លើងរៀបអីបាទអេលីដល់ក្រែនទៀតក្រែនយើងមិនកាន់លីអាដងកណាត់មកផ្គុំគ្នាហ្នឹងទៅឲ្យដយហ្នឹងស្មានលីទាំងមូលទៅអូអាហ្នឹងហៅដើរក្រែនបាទដើរក្រែនបាទថ្ងៃនេះវិធីបិសាចក្រហមរបស់យើងនឹងបន្តរឿងភាគល្អៗឲ្យដូចដែលបងបាន share អញ្ចឹងថាថ្ងៃនេះរឿងមែនយូល្អបើដោយសារថាថ្ងៃនេះយើងមានខួរក្បាល AI មកបង្ហាញអំពីរឿងមិនសោយខ្សែក្បាត់លើឈប់ភ្លាមហើយចុះសួរថាអ្វីហៅថាខ្ញុំខួរក្បាល AI ខួរក្បាល AI គិតលឿនធ្វើលឿននេះមិនហៅខួរក្បាល AI ភ្លាមមិនយើងដឹងទាំងអស់ហើយ AI គេដឹងទាំងអស់ខ្ញុំមិនដឹងទាំងអស់ទេឥឡូវតោះប្រធានបទអីគេប្រធានបទខ្ញុំថ្ងៃនេះចង់ឲ្យបងប្អូនយើងឆ្ងល់បន្តិចតែតោះតើនឹងថាតើក្រុមធំមានគំនុំគុំគួនជាមួយនឹង Manchester United ឬក៏យ៉ាងណាអូដូចអត់ពិបាកគិតហ្នឹងណាខួរក្បាល 3G 2G ខួរក្បាល 2G ឥឡូវទៅខួរក្បាល 2G បាទមែនយូជោគជ័យខ្លាំងពេកវាយរៀបក្រុមខ្លាំងពេកជំនាន់ដែលសើដឹកនាំដល់ពេលក្លឹបផ្សេងពិបាកតដៃអានេះខួរក្បាល 3G 2G និយាយខុសបាត់អានេះគំនិតហ្មងតើខួរក្បាល 3G ម្ដងខួរក្បាលសបុកមាន់ណាកំណត់ស្អើចខួរក្បាលសបុកមាន់អត់ឆ្លើយហើយមានឆ្លើយសបុកមាន់ឆ្លើយចេញអូមកឆ្ងល់ថៃមកសុធាពិបាកសោចបាក់និយាយបាទស្អីពីនកញ្ញាចសុធាថើបដីអូឯស្មានថាអូមិនសេពីងអីគេសេពីបដើខារបាវ3សងមាននារីវាយ3គូនេះបាទស្មានតែជួយបោះព្រីយ៉ុងអីគេវាយមានណាបាទបែកបត់ទៅបាទនៅថាប់សាច់មាន record មានកាត់កើតគឺ4បន្តិចអូថតបានហេមកលើពេលហ្នឹងខ្ញុំធ្លាប់តែនិយាយមកម៉ែខ្ញុំមកធ្វើសុធាតែនិយាយធ្វើចុះមិនគេសួរគេអញ្ចឹងនិយាយថាប្រធានបទខ្ញុំថ្ងៃហ្នឹងខ្ញុំនឹងនិយាយអំពីក្រុមធំមួយចំនួនមានគំនុំគុំគួនជាមួយ Manchester United ឬយ៉ាងម៉េចខួរក្បាល 3G មិន 2G ឆ្លើយឯងឥឡូវគាត់ឆ្លើយតែពិតវាមានតាមក្រុមនេះក្រុមខ្លះគេនិយាយថាវាប្រឆាំងគ្នាអញ្ចឹងណាដូចក្រុម Arsenal Liverpool Man City អីសាបុតឲ្យ Man U ធ្លាក់ហើយបាទតែក្រុមខ្លះក្រុមគេធំដែរគេមិនទៅស្អប់ Man U អីបាទដូច Real អីហ្នឹងចូលចិត្ត Man U ស្ងអីហ្នឹងក្រុមធំហ្នឹងខ្ញុំអត់សំដៅទៅលើក្រុមណាឆ្ងាយទេគឺក្រុមនៅក្នុងអង់គ្លេសនៅតែម្ដងបាទធម្មតាទេបាទ Chelsea Liverpool Arsenal អីហ្នឹងPremier League គឺវាប្រជែងគ្នាអញ្ចឹងហើយក្រុមធំដូចគ្នាវាត្រូវតែគេថាវាមិនទៅស្អប់អីទេបាទលក្ខណៈថាល្បឿនប្រជែងគ្នាការប្រជែងគ្នាវាមានបែងជើងតិចតួចអញ្ចឹងបាទតាមពិតសធានិយាយមកចំណុចនេះវាត្រូវបែបផ្សេងតែពិតកំណត់ខ្ញុំហ្នឹងភាសាដែលខ្ញុំនិយាយហ្នឹងគឺបែបផ្សេងទេចាំមើលតិចទៀតខ្ញុំនឹងបកស្រាយខួរក្បាល AI ហ្នឹងណាខួរក្បាលឡើង AI ខ្ញុំលើកប្រធានបទមួយនេះបានឡើងមកគឺខ្ញុំសង្កេតឃើញក្រុមធំមួយចំនួននៅក្នុង Premier League នៅពេលដែលគាត់ចង់បានកីឡាករណាមួយក៏អត់ចំណាយពេលយូរទេសឡឹងឃើញតម្លាក់លុយអូខេវាយត្រាពង approve មកក្លឹបភ្លាមដូច Chelsea ឃើញអត់ចូលអោពេត្រូខ្ញុំថា Manchester United គួរតែស្រឡឹងមើលចូលអោពេត្រូចុងក្រោយ Chelsea អត់មានគិតអីច្រើនហ្នឹងព័ត៌មានអត់មានតាមដានអីញ៉ៃទៀតតែពិត scouting គេមើលឲ្យយូរពងយកមិញវាយត្រាពងហើយបាទ approve មក Chelsea បាទចូលអោពេត្រូបោះ Brighton កីឡាករគេប៉ា Rizabalaga បោះ Chelsea ស្ងាត់ Arsenal ដាក់តែ5លានទិញពងអ្នកចាំទីបានថ្មីមួយទៀតបាទ Man U វិញតាមទិញគេមិនថាឆ្នាំណាទេព័ត៌មាន Man U គឺខ្ញុំតែងតែសរសេរនៅលើ page ខ្លួនឯងរហូតតាំងពី page ខ្ញុំអត់ទាន់មានអ្នកមើលការទិញមកនឹងអញ្ចឹងដែរវេទនីអូយតាមមើលតាមរហូតតទិញបានសាន់ឆូក៏អញ្ចឹងតាមមើលតាមរហូតតទិញបានតម្រាំតែទិញបានហ្នឹងពេលវេលានៅក្នុងការទិញគឺចំណាយពេលតិចណាស់ក៏មួយខែដែរឥឡូវមកដល់វិទ័កយូកូរ៉េវិទ័កយូកូរ៉េអត់អស់ចិត្តឥឡូវមកដល់ Brian Mbeumo ក្លឹបមួយចំនួនហ្នឹងគឺឲ្យតែ Man U ថាទិញគឺវេទនីជាមួយ Man U ហ្មងជឿទៅបនឲ្យ Arsenal ទិញបានទៅយកអីគេខ្សែប្រយុទ្ធ Sesko រួមជាមួយនឹងអី Arsenal ត្រៀមទិញអីមួយទៀតនេះ
marketing មកអីគេកីឡាករឈ្មោះអី Kitty អីដែលពី Freiburg គេមានអក្សរ KK អ៊ីកទី អ៊ីកទីបាទឲ្យទិញបានទៅតែទិញបានអត់គេគ្រប់ជើងទេណែយូរមិនឆាប់យកការ៉េជារបស់ Man U ហើយអ្វីដែលខ្ញុំគិតនៅពេលនេះយកការ៉េប្រហែលជាមិនសម្លឹងឃើញ Man U ទៀតទេបងអ្វីដែលយើងរំពឹងនៅពេលនេះមករំពឹងខ្លាំងហ្មងគឺរំពឹង Brian Mbeumo មកបាទតោះឥឡូវចូលដល់ប្រធានបទតកតនឹង brand Mbeumo ឃើញបងប្អូនយើងចាប់ដើមខមមិនតម្លាក់ខមមិនមកបដៅហើយបាទសួស្ដីបងប្អូនទាំងអស់គ្នាបាទសេងសុគីស៊ីណាស៊ីណាមួយអាវទៅសេងសុគីខឿនសុកគាត់មកមុនណាបាទស៊ីណាគាត់មកច្រើនអូខេតោះបងប្អូនណាដែលខ្ញុំមើលកំណត់ឃើញចាំខ្ញុំ refresh ពីព្រោះឥឡូវខមមិនរៀងពិបាកបន្តិចបាទតកតងទៅនឹង brand Mbeumo នៅពេលដែលបងចេញព័ត៌មានខ្លីៗនៅក្នុងឡាននោះបាទបងច្រើនណាបងប្អូនគាត់សួរចង់បានអីបងច្រើនណារកព័ត៌មានហ្នឹងដើម្បីមកជម្រាបជូនពួកគាត់តែជាទូទៅបងដាក់រៀលវាមិនសូវជាក្បោះក្បាយប្រហែលទេគាត់សួរទៅបងសុំក្បោះក្បាយបន្តិចចាំមើលវិធីបិសាចក្រហមទៅបាទឥឡូវតកតងទៅនឹងបញ្ហានេះដែរបងចង់និយាយតកតងMbeumoមួយថ្ងៃត្រូវបានសារព័ត៌មានជាច្រើនចោះថាត្រូវបាន Brighton reject ជាលើកទី2ហើយការ reject នេះ Brentford អធិស្ឋានបាទ Brentford reject ជាលើកទី2ហើយការ reject នេះបងឃើញអាចជាកត្តា2ទី1តម្លៃអាចនឹងគេកែកក់បន្តិចទី2អាចនឹងMbeumoខ្លួនឯងកែកក់រឿងប្រាក់ខែបាទកិច្ចកក់រឿងប្រាក់ខែចុះគាត់ condemn ជាមួយរឿងប្រាក់ខែតាប្រាក់ខែដំបូងឡើយគឺគេបានចរចាថាស្មើនឹងគូណាគឺ15,000 pound ក្នុងមួយសប្តាហ៍តែមិញនេះបងអូមើលមកប្រើមិញដូចជាទៀមទាឡើង 18,000 pound ក្នុងមួយសប្តាហ៍បាទចង់លើគូណា 30,000 pound បាទនេះបើយោងទៅតាមសារព័ត៌មានចុះផ្សាយមុននេះអញ្ចឹងក៏ប៉ុន្តែសម្រាប់ page សម្រាប់ព័ត៌មានដទៃទៀតគេនៅតែនិយាយដដែលថាសប្តាហ៍ក្រោយ Mbeumo នឹងដាន់នឹង deal ជាមួយនឹង Man U ហើយក៏មកពិនិត្យសុខភាពនៅដីអូបាទ Carrington ទឹកដី Old Trafford នេះដែរអានេះសារព័ត៌មានផ្សេងៗនៅតែចិញ្ចឹមចិត្តបែបនឹងដដែលបាទតកតងរឿង Mbeumo ចប់ប៉ុណ្ណឹងអាហ្នឹងដោយសារតែរឿងរ៉ាវវាមានវែងឆ្ងាយបងបកមកអង់ដ្រេអូណាណាបន្តិចអូណាណាឥឡូវនេះត្រូវបានក្លឹបបិសាចក្រហមពិសេសគឺក្រុមរបស់លោក Sir Jim Ratcliffe បានបើកភ្លើងខៀវឲ្យចាក់ចេញពី Old Trafford នៅក្នុងលក្ខខណ្ឌមួយបាទលក្ខខណ្ឌនោះគឺប្រសិនបើ Man U ពិតជាបាននាំយកអ្នកចាំទីដៃថ្មីមកពិតមែនវាសនាអូណាណាអាចនឹងទៅជួប Paul Pogba AS Monaco ពីព្រោះមួយរយៈនេះក្រោយពី Monaco បានខ្ចីជើង Ansu Fati ពី Barcelona រួមជាមួយនឹងចុះកុងត្រារយៈពេល2ឆ្នាំជាមួយនឹង Paul Pogba សារព័ត៌មានដូចជា Manchester Evening News គាត់បានបន្ថែមថា Monaco មានចំណាប់អារម្មណ៍ចង់ខ្ចីជើងអូណាណាបាទហើយកត្តានេះហើយដែលគេឲ្យចាំមើលថាតើប្រសិនបើ Man U មានអ្នកចាំទីទិញមកអ្នកចាំទីណាមួយមករដូវកាលនឹងមែនគឺអូណាណាច្បាស់ណាស់នឹងអាចចាក់ចេញពី Old Trafford ក្នុងនាមជាអ្នកចាំទីខ្ចីជើង Man U អត់បានដាក់តម្លៃថាលក់ទេក៏ប៉ុន្តែគាត់ឲ្យខ្ចីជើងបាទហើយអូណាណាខ្លួនឯងក៏បានឆ្លើយជាមួយនឹងអ្នកសារព័ត៌មានថាតើវាសនារបស់លោកនឹងនៅជាមួយ Man U ឬក៏ត្រូវចាក់ចេញអូណាណាគាត់និយាយថាគាត់ក៏អត់ដឹងដែរអ្វីដែលគាត់ត្រូវដឹងគឺមកធ្វើការវឹកហាត់បំពេញតួនាទីក្នុងនាមជាកីឡាករ Man U ដដែលបាទជាការពិតមកទឹកតាមការពិតទៅសម្រាប់ខ្ញុំអូណាណាពេលវេលារបស់គាត់ជាមួយ Man U អត់ទាន់អស់ទេគាត់នៅអាចនៅមានការប្រកួតជាមួយ Man U បានហើយមើលទៅដូចជាអូណាណាផ្ដល់ពេលវេលាគាត់បន្តិចទៅបាទការវេចញែកការពីរដូវកាលមុនអញនិយាយបានថាអូណាណាគាត់បង្ហាញទម្រង់លេងមិនល្អពីរដូវកាលកន្លងផុតទៅហ្នឹងគឺអូណាណាគាត់មានសម្ពាធផងទី1ដំបូងឡើយគឺគេអត់សូវដាក់សម្ពាធលើគាត់ហ្មងในរដូវកាលទី1រដូវកាលទី2គឺគេច្បាច់កកចកត់គាត់នឹងដីយកហ្មងបាទចង់ឲ្យអូណាណាធ្វើតាមគំរូមេខ្វាក់មកខ្វាក់គេជន់នឹងដល់បាទគេហៅអាឃ្លោកឥឡូវគេជប់ហៅអាឃ្លោកហ្នឹងគេតែខ្សែយុទ្ធសម្ងាត់ហើយបាទអ្វីដែលខ្ញុំឃើញគឺអូណាណាគាត់ព្យាយាមខ្លាំងមែនទែនអ្វីដែលគាត់ទទួលបានវិញគឺមិនទាន់បានពាក្យស្ងើចសរសើរទេវាមានតែពាក្យរិះគន់ deal ឌឺបាទអញ្ចឹងធ្វើឲ្យអូណាណាគាត់រៀងសង្ហាចិត្តហើយក៏អស់ទឹកចិត្តនៅក្នុងការលេងដែរនៅពេលដែលគាត់លេងក៏អត់លះដែរអារម្មណ៍ខ្លាចតែគេជេរទេនៅពេលដែលគាត់បង្កកំហុសអញ្ចឹងខ្ញុំចង់ថាអូណាណាទុកពេលវេលាគាត់មករដូវកាលទៀតញ
ខ្ញុំចង់ឃើញ បងចង់ឃើញឲ្យគាត់មករដូវកាលទៀតដែរអំពីការបង្ហាញសមត្ថភាពរបស់គាត់ណាមួយការដែលគាត់មកហ្នឹងខ្សែការពារមែនយូចាប់ដើមកន្លុកឆាផងបាទហើយរបួសច្រើនទៀតទៅមករយៈក្រោយនេះអាចកែបានមួយចំនួនខ្លះក្រោយពីមាន Delic Masrai Euro មកបាទខ្វែអើយទៅរៀងគាត់នឹងគ្រាន់តិចប៉ុន្តែវាថាមិនល្អទាំងអស់ប៉ុន្តែវាគ្រាន់ជាងហ្នឹងនៅពេលដែលប្រហែលអ្នកហ្នឹងមិនតន់សហការគ្នាបានល្អហើយមករយៈនេះឃើញថាខ្សែការពារមែនយូចាប់ដើមលេងល្អបាទយល់ចិត្តគ្នាបានច្រើនអញ្ចឹងទោះបីជាយ៉ាងណាក៏យើងគួរតែចាំមើលមួយរដូវកាលទៀតផងដែរថ្ងៃនេះមុននឹងដល់ប្រធានបទ podcast ក៏ដូចជាសធាបងសូមរំលឹករឿងបន្តិចតាក់ទងទៅនឹងអតីតកីឡាករ Man U 2 រូបដែល Man U ទី1ជាជំនួយការជា technical របស់លោក Ole Gunnar Solskjaer បាទក្រោយមកម្នាក់ទៀតតើតើដើរចេញពី Man U បងប្អូនបើតាមដាន page ខ្ញុំប្រហែលជាបានដឹងហើយតាក់ទងទៅនឹង Johnny Evans I see Johnny Evans ឥឡូវនេះត្រូវបានថ្នាក់ដឹកនាំរបស់ក្រុម Sir Jim Ratcliffe បានហៅមកវិញហើយដើរចេញក្នុងនាមជាកីឡាករដែលផុតកុងត្រាគេហៅចូលនិវត្តន៍ក៏វាផុតកុងត្រាហើយ Johnny Evans គឺប្រកាសចូលនិវត្តន៍ហ្មងពីវិស័យបាល់ទាត់ធម្មតាវ័យដូចជា30ក្រាស់ទេ38 39ហ្នឹងឥឡូវនេះដោយសារតែអ្នកបុគ្គលិករបស់ Man U គឺផ្នែកគេហៅថាវាតម្លៃកីឡាករផ្នែកក្មេងៗគាត់ឈប់គាត់ទៅដឹកនាំនៅលីកអារ៉ាប់ហើយ Man U ក៏គេហៅថាប្រមូលផ្ដុំគ្នាប្រជុំថាតើគួរឲ្យអ្នកណាខ្លាចជាអ្នកវាតម្លៃកីឡាករវ័យក្មេងបាទគឺគេសម្រេចចិត្តយក Johnny Evans ឲ្យមកធ្វើការក្នុងនាមជាអតីតអាចថា legend របស់ Man U ដែរព្រោះថា Evans ក៏ជំនាន់ Sir ដែរហើយក៏ធ្លាប់លើកពាន Premier League ជាមួយនឹង Man U ដែរអញ្ចឹងការវាតម្លៃកីឡាករវ័យក្មេងនឹងមិនមានន័យថាឈុតយុវជនរបស់ Man U រកការទិញរកការលក់រកការខ្ចីជើងគឺត្រូវតែសម្រេចឲ្យ Johnny Evans ជាអ្នកធ្វើការសម្រេចនេះហើយគេថាក្នុងនាមជាអ្នកវាតម្លៃកីឡាករមួយទៀតនោះគឺដូចជា Fletcher Darren Fletcher Fletcher ចាំបានហ្មងចាំ Fletcher ក៏ធ្លាប់ជាជំនួយការរបស់លោក Ole Gunnar Solskjaer ផ្នែកគេហៅថា technical sport technical បាទហើយនៅក្នុងនោះផងដែរបាទFletcher បាទ Darren Fletcher ឥឡូវនេះត្រូវបាន Man U នេះបាទហើយគាត់មកធ្វើការងារថ្មីហើយផ្នែកដឹកនាំយុវជនគ្រូវឹកយុវជនមានអីដោយសារតែគ្រូវឹកយុវជនរបស់ Man U ហ្នឹងគឺគាត់បានចាក់ចេញពី Man U អញ្ចឹងបុរសវ័យ41ឆ្នាំ Fletcher ត្រូវបាន Man U ផ្ដល់តម្លៃឲ្យមកធ្វើជាmanager ផ្នែកយុវជនរបស់ Man U អញ្ចឹងសិតតែជារឿងមួយដែលល្អពីព្រោះថាអតីតកីឡាករ Man U ហើយក៏ធ្លាប់ Fletcher ចាយពេលនៅ Man U 13ឆ្នាំបាទក៏ធ្លាប់ជួយជ្រោមជ្រែងខ្លាំងជំនាន់ Sir Alex Ferguson អញ្ចឹងបងយល់ថាហើយគាត់មានបទពិសោធន៍ជាមួយ Ole ច្រើនដែរយល់ថាការឲ្យធ្វើជាដឹកនាំយុវជនក៏ល្អដែរពីព្រោះនៅពេលដែល Man U មានបញ្ហាអីឬក៏ក្រុមផ្សេងមានបញ្ហាអី Fletcher ហ្នឹងហើយអាចដើរតួនាទីជំនួសឬក៏ជា interim បាទអានេះព័ត៌មានសម្រាប់អតីតកីឡាករ Man U 2 រូបដែលបងចង់លើកយកមកបង្ហាញចែកជូនព័ត៌មាននេះទៅកាន់អ្នកគាំទ្រដែរបាទសូមសហការីខាងសម្លេងមកជួយតម្លើងសម្លេងតិចឃើញបងប្អូនយើងថាសម្លេងអត់សូវឮបាទជួយតម្លើងសម្លេងតិចទៅធាមានន័យថៃហ្មងបាទធាមានន័យថៃមកមានន័យបងរកសម្លេងហ្នឹងឮតាឮខ្លាំងថាមកទូរស័ព្ទគាត់ទេបាទអាចដែរតែខ្ញុំអត់យល់បងប្អូនយើងពី3នាក់គាត់ខមមិនថៃបើពី3នាក់អាហ្នឹងអត់ទេមកពីយើងវិញអូណែមកសម្លេងមិនសូវឮបងយ៉ាងម៉េចហើយខ្សែជីវិតនាង Mbamu ខ្សែជីវិត Amu ចាំមើល Brian Mbamu អ្វីដែលខ្ញុំចង់និយាយនៅពេលនេះគឺអ្នកណានិយាយអីក៏ខ្ញុំអត់ខ្វល់ដែរសារព័ត៌មានអីក៏ខ្ញុំអត់ខ្វល់ដែរខ្ញុំអត់ខ្វល់តែលោក Fabrizio Fabrizio Romano និយាយថាអូខេត្រូវបាន reject ហើយ Brian Mbamu បន្តស្នាក់នៅ Brentford អាហ្នឹងមិនខ្ញុំជឿhere we go Brian Mbamu មក Man U ជាផ្លូវការអាហ្នឹងមិនខ្ញុំជឿរឿងរ៉ាវព័ត៌មានអីផ្សេងគឺខ្ញុំលែងទុកចិត្តអស់ហើយខ្ញុំនិយាយមែនតើហ្មងរាល់ថ្ងៃនេះគឺចាំតែ Fabrizio អ្នកនិយាយហ្មងមកឬមិនមកទៅឬមិនទៅគឺ Fabrizio ចុះបានជឿបាទនិយាយមែនតើហ្មងហើយមួយវិញទៀតបើសិនបើ Brian Mbamu មកកន្លែងដែលគាត់កំពុងតែលេងសប្តាហ៍ថ្ងៃនេះគឺជា role របស់ Amad Diallo តើនៅពេលដែល Brian Mbamu មកដល់Amad Diallo នឹងទៅទីណាខ្វះស្អីលោកអើយដាក់ខ្លាំងខ្វះខ្លៃលេងទេអញ្ចឹងមកខ្ញុំនិយាយហើយចុះឃើញថាតរឿងអីគេអាក្លឹបធំស្អប់ Man U ហ្នឹងនិយាយរឿងហ្នឹងតមិញខ្ញុំនិយាយបន្តិចពីព្រោះបងនិយាយតែឃើញថាមិនមែនទេចង់ដឹងដែរបាទអ្វីដែលខ្ញុំនិយាយហ្នឹងគឺតាក់ទងទៅនឹងការទិញកីឡាករហ្នឹងឯង
cứ aoแต่ Man U ចង់បានកីឡាករណាមួយនៅលើក្លឹបណាក៏ដោយមិនថាក្រៅប្រទេសឬក៏ក្នុងស្រុកទេគឺ Man U តែងតែជាថ្មងមួយដែលគេតែងតែចាំកាច់បំបាក់ហ្មងឧទាហរណ៍ថាកីឡាកររបស់នេះឥឡូវលើកទៅត្រឹម Brentford របស់ Brian Mbeumo Brentford តាមចរចា Brian Mbeumo ប្រហែលដងហើយ2ដងទាំងលើកហ្នឹងហើយលុយឲ្យទាំងលៀនMan U ហ្នឹង Man U ហ្នឹង2ដងមិន Brentford តាមចរចា Mbeumo ទេ Man U ទៅតាមចរចាជាមួយនឹង Brentford តាក់ទងទៅនឹង Mbeumo ហ្នឹងវា2ដងទៅហើយលើកមុនឲ្យ50 លានផោនឥឡូវឡើងដល់6 បូក5ទៀតវាស្មើនឹង65បាទអញ្ចឹងប្រាក់ប្រចាំសប្តាហ៍ 150,000 ផោន 150,000 ផោនសម្រាប់កីឡាករឥឡូវកីឡាករដំបូងថា done deal តាក់ទងទៅនឹងប្រាក់ខែឥឡូវទៅជាចង់បាន 30,000 ថែមទៀតអូខេឥឡូវ 30,000 ថែមទៀតក្នុងមួយសប្តាហ៍គឺថា Man U អត់ក្រលុយ 30,000 នឹងឲ្យទេប៉ុន្តែតើ Brentford នៅមានលក្ខខណ្ឌអីទៀតសម្រាប់ឲ្យ Man U សម្របតាមព្រោះយើងមើលទៅរាល់ថ្ងៃនេះគឺ Man U លែងមានគេឈ្មោះនៅក្នុងការទិញដូរកីឡាករអីទៀតហើយនិយាយមែនតើហ្មងគឺគេលែងខ្វល់រឿងតែ Man U ពីមុនហើយគឺយើងបានឃើញរៀងរាល់ការប្រកួតរៀងរាល់ការចង់បានកីឡាកររបស់ Man U គឺ Man U តែងតែដូចទៅសុំអង្វរគេអញ្ចឹងនិយាយមែនតើបើចំណុចហ្នឹងបងអត់គ្រប់ត្រូលទេកន្លែងហ្នឹងហ្នឹងហើយខ្ញុំគិតថាមិនមែនក្លឹបផ្សេងគេកាច់ថ្មងអីទេមិនមែនថាគេចាំបំបាក់ Man U ទេអាហ្នឹង AI និយាយណាបាទឥឡូវនិយាយមែនតើហ្នឹង AI និយាយឥឡូវទៅ 3G និយាយទៅខ្ញុំគិតថានេះវាបញ្ហាដំបូងបំផុតគឺតាក់ទងជាមួយកីឡាករខ្លួនឯងនេះបាទការសម្រេចចិត្តរបស់កីឡាករភាគច្រើននៅពេលដែលឧទាហរណ៍ថាក្លឹបបើថា Man U ចង់បានកីឡាករមួយហ្នឹងវាមិនមែនតែ Man U ចង់បានទេនៅពេលដែលក្លឹបផ្សេងគេដឹងថាកីឡាករហ្នឹងអាចនឹងមានភាគរយនឹងចាក់ចេញពីក្លឹបមួយហ្នឹងអញ្ចឹងនៅមានក្លឹបផ្សេងទៀតដែលគេចាប់អារម្មណ៍ក៏គេដាក់សំណើទៅដែរហើយមិនប្រកាសថាក្លឹបដែលដាក់ទៅទាំងអស់ដែលមានទាំង Man U មានទាំងអីមិនប្រកាសថាគេស្រឡាញ់ Man U ទេកីឡាករហ្នឹងព្រោះកីឡាករខ្លះគាត់ដឹងពីស្ថានភាព Man U សឹងថាច្បាស់បាទវា13ឆ្នាំហើយល្មមច្បាស់ហើយហ្នឹងហើយអញ្ចឹងស្ថានភាពបច្ចុប្បន្នកីឡាករខ្លះគាត់ដឹងថានៅ Man U ពិបាកអាម៉េចចេះចុះអញ្ចឹងគាត់ច្បាស់ជាសម្រេចចិត្តសម្លឹងមើលក្លឹបមួយទៀតជួនកាលគាត់ fan ក្លឹបមួយទៀតគាត់មិនមែនទៅ fan Man U ទេហើយស្របពេលដែលក្លឹបផ្សេងនេះគេដាក់សំណើមកប្រាក់ខែឲ្យរបស់គាត់ហ្នឹងមិនក្រ Man U ទេមិនប្រកាសថាមក Man U បានទៅថា Mbeumo ថាគាត់ទា8-10 លានក្នុងមួយសប្តាហ៍មួយសប្តាហ៍8-10 ម៉ឺនមួយសប្តាហ៍គាត់មិនប្រកាសថាគាត់ទៅ Arsenal ឬក៏ថាទៅ Chelsea អីគាត់មិនប្រកាសថាបានក្រមហ្នឹងទេអាចនឹងប្រហែលហ្នឹងអាចនឹងលឿនហ្នឹងគាត់ថាបានដែរបាទហើយមួយទៀតដូចខ្ញុំនិយាយណាអ្វីដែលធំបំផុតគឺចិត្តកីឡាករបាទកីឡាករសួរថាគាត់ចង់មកអត់បាទបើសិនជាគាត់ចង់មកដល់ថាក្លឹបដើមរបស់គាត់ហ្នឹងលក់ឲ្យមក Man U ឧទាហរណ៍រឿងថ្លៃក៏ពិតមែនតែបើគាត់ស្រឡាញ់ Man U គាត់សឹកគិតបន្ថយប្រាក់ខែសឹកគិតអញ្ចឹងគឺតែចំណេញក្លឹបចាយលុយតែតម្លៃទិញតម្លៃខ្លួនតែដល់ពេលចាយទៅលើប្រាក់ខែកីឡាករវាតិចវិញបាទខ្ញុំថាកីឡាករខ្ញុំនៅតែនិយាយថាកីឡាករគឺដើរតួសំខាន់ណាក្នុងការផ្លាស់ប្ដូរទៅកាន់ក្លឹបណាមួយក្លឹបណាមួយបើនិយាយចាយកីឡាករដូច Sancho ដូច Rashford ឯងសារថោកទាបអស់ហើយបាទពីព្រោះគាត់អត់ព្រមបធូរបន្ថយរឿងប្រាក់ខែដើម្បីឲ្យទៅលេងខ្ចីជើងសោះមានន័យថាគោលដៅរបស់គាត់គ្មានទេឆន្ទៈលេង Man U ពីព្រោះបើគាត់ចង់លេង Man U គាត់អាចដាក់ចិត្តកាត់បន្ថយប្រាក់ខែរបស់ខ្លួនទៅលេងនៅ Aston Newcastle តាមរយៈខ្ចីជើងហើយជួយកាត់បន្ថយហ្នឹងទៅបាទហើយតែដល់ពេលប្រហែលអ្នកនេះគឺខ្ញុំឃើញគឺពួកគាត់ខ្វល់អំពីលុយមិនបានគាត់នៅស៊ីប្រាក់ខែដូច Gareth Bale អញ្ចឹងក៏ប៉ុន្តែបងគិតថាពួកគាត់អាចនឹងគិតខុសហើយបាទតាក់ទងទៅនឹងរឿងសធាបងទីបន្តិចរឿងទឹករឿងចិត្តរបស់សម័យខ្លួនហ្នឹងវាត្រូវមួយយ៉ាងដែរតែទី1ប៉ះពាល់ជាមួយនឹងហិរញ្ញវត្ថុអ្នកណាក៏ដឹងដែរថា Man U គឺជាក្លឹបមួយដែលមានលុយច្រើនស្របពេលដែលមហាសេដ្ឋីទី2នៅអង់គ្លេសលោក Sir Jim Ratcliffe ទី2ទី5នេះភ្លេចបាត់អត់ច្បាស់បាទបងចេញព័ត៌មានតែបងភ្លេចខ្លួនឯងគាត់ជាម្ចាស់ភាគហ៊ុនមួយផ្នែករបស់ Man U អញ្ចឹងតែ Man U ចង់បានគេហ៊ានចាយលុយហើយអញ្ចឹងជាធម្មតាទេនៅពេលដែលយើងមានរបស់ល្អគេមានលុយវាតែងតែប្រតាក់កលាគ្នាអញ្ចឹងហើយបាទខុសពីក្លឹបផ្សេងក្លឹបផ្សេងបើទិញគេអត់សូវសាញប្រហែលគេខ្លាចអត់វិញតែបើ Man U តែ Man U គេមាន Man U គេដឹងថា Man U មុននឹងចង់បានណាគេម្នាក់គឺគេសម្រេចចិត្តហើយអញ្ចឹងតដាក់តម្លៃមកអា submit 2 ដងហ្នឹងមានន័យថាគេចង់បានហើយហ្នឹងដល់ពេលចង់បានទៅ Brighton ជាស្រ័យ Brentford គាត់ថាឯងឡើងបន្តិចមក1លាន2លានក៏លុយដែរបានគីឡូបានអីចឹងអាហ្នឹងកត្តាមួយទី2កីឡាករខ្លួនឯងផ្ទាល់ថាតើកីឡាករខ្លួនឯងផ្ទាល់ហ្នឹងចង់មកអត់ឧទាហរណ៍ប្រសិនបើដូច Marquez ទៅ Aston ទៅ West Ham កាលពីរដូវកាលមុនចឹង Man U ព្យាយាមលក់ទៅឲ្យ West Ham ចរចាតម្លៃគ្នាត្រូវអី
តែ Maguire ស្ថិតនៅមានកុងត្រាតែគេមានកុងត្រាអ្វីមួយគឺចងសម័យខ្លួនអត់ព្រមទៅ Man U នៅតែលក់មិនបានហ្នឹង បាទ Mbamu ដូចគ្នាមិនដឹងថាតើ Mbamu មិនចង់មកឬក៏ Mbamu ចង់មកក្លឹបមិនចង់លក់ពីព្រោះវាអាចដូចនឹងរឿងយកការ៉េសនេះ បាទ ជាមួយនឹង Sport Director របស់ Sporting នេះបាទវាមានបញ្ហាហ្នឹងវាអាចនៅក្នុងគប់សំកតានឹងដែរ បាទ បងជឿថា Man U មិន Man U តែមួយទេក្លឹបជាទូទៅលំដាប់ក្លឹបពិភពលោកក្លឹបល្អក្លឹបល្មមក៏ដោយគេតែងតែមានផែនការ A ផែនការ B ផែនការ C ឯងគេមិនដែលទុកកីឡាករមួយចងឯងគេច្រើនរើសកីឡាករ10នាក់ឧទាហរណ៍ថា role កន្លែងហ្នឹងតើមានក្នុងចំណោមកីឡាករ10នាក់ហ្នឹងអ្នកណាដែលល្អស្ថិតនៅក្នុង role ហ្នឹងគេ select ឯងនេះទី9ទី10ទី8ទី7ទី6អញ្ចឹងដល់ពេលទី1 MMO អត់បានគេឆោតយកអាទី2អាទី2អត់បានគេឆោតយកអាទី3គេអាចនឹងមានកត្តានឹងជាទូទៅគេធ្វើច្បាប់នឹងច្បាប់ក្បាច់អញ្ចឹងរហូតសូម្បីតែគេរើសគ្រូក៏គេធ្វើក្បាច់នឹងដែរគេប្រមូលគ្រូបាន5នាក់មកគេចាប់ដើមចរចាមើលវាយតម្លៃឲ្យអ្នកណាលេខរៀងទី5ទី4ទី3ទី2ទី1គេចាប់ដើមទៅលេខ1មុនលេខ1អត់បានគេឆោតចោលគេទៅលេខ2លេខ2អត់បានគេឆោតចោលទៅលេខ3គេមានតាមឋានៈអញ្ចឹងមិនប្រកាសថាអត់ MMO Man U គ្មានអ្នកផ្សេងមួយចំនួនមានក៏ប៉ុន្តែព័ត៌មានក៏អត់ច្បាស់ដូចគ្នា បាទ គេមិនទាន់បញ្ចេញពីថារឿង MMO វារឿងមួយដែលមានការចាប់អារម្មណ៍ខ្លាំងមែនទេបាទអញ្ចឹងសរុបមកសម្ដី AI បកគ្រប់ត្រូលទាំងស្រុងទេតែគេថាចង់កាច់បាក់ធ្ងន់នោះ មែនទេអ្វីដែលខ្ញុំចង់និយាយហ្នឹងមិនសំដៅទៅលើ Brian number 1តែមួយទេខ្ញុំនិយាយហ្នឹងគឺកីឡាករទូទៅចាប់តាំងតែពីលោក Sir Jim មិនទាន់ចូលមកឲ្យតែ Man U ចង់បានកីឡាករណាមួយគឺពិបាកមែនទេពិបាកខ្លាំងជាងក្រុមផ្សេងៗណាគេសម្លឹងមើលហ្មង វាអាចដូចម៉ៅនិយាយដែរអាចថា Man U កំពុងជួបវិបត្តិអញ្ចឹង Man U ត្រូវការទិញកីឡាករអញ្ចឹងក្លឹបផ្សេងគេដឹងវាថាគេដាក់តម្លៃគឺព្យាមតម្លៃម្ដងតិចគេថា Man U ដល់ថាខុសគ្នា4 3 4 5លានក៏ Man U នៅទិញរបៀបអញ្ចឹងអញ្ចឹងដល់ក្លឹបដើមគេចេះតែតម្លៃដល់ដំបូងឡើយដាក់មក50យូរចេះតែចរចាលេខកាត់ឡើងទៅ55បើឡើងតិចអូណែបងកាត់មួយ Man U Here we go ណាបាទទិញបានហើយកីឡាករវ័យ16ឆ្នាំបាទ Jaden កុងត្រា4ឆ្នាំមួយ Man U យកមកជំនួស Info អូឈ្មោះនេះ បាទរីយកចុះហើយ Here we go coming ហ្នឹងហើយកីឡាករ Jaden Nvazi បាទđi check ក្លឹបផ្សេងទាំងអស់ឆ្លាញ់នៅ Man U កុងត្រាជាមួយ Man U 4ឆ្នាំបាទវ័យ16ឆ្នាំអញ្ចឹងស្ថិតនៅយុវជនទេអត់បានមកលេងឈុតធំទេ 2ឆ្នាំទៀតចាំមើលបាទ2ឆ្នាំទៀតលេងបានហើយបាទមួយឆ្នាំ2ឆ្នាំទៀត17ដើម្បីលេងបានហើយអត់តែល្អប្រម៉ូតមកបានហើយបាទឥឡូវតទៀតបាទដល់ណាដល់ថាយើងអី Man U ពិបាកទិញបើពិបាកទិញដោយសារគេចេះតឡើងរបៀបដាក់តម្លៃឲ្យ Man U រឿងពិបាកយកវាថាអញ្ចឹងព្រោះដល់យើងចង់លក់ឲ្យ ក្លឹបយើងពងតែពិបាកគឺអញ្ចឹងគេដាក់ព្យាតម្លៃមួយខ្ពស់អញ្ចឹងមិនខ្ញុំនិយាយហ្នឹងខ្ញុំនិយាយថាគេចង់ធ្វើបាប Man U ហ្មងនៅពេលដែលចង់បានកីឡាកររបស់ក្លឹបហ្នឹងគឺក្លឹបហ្នឹងចង់ធ្វើបាប Man U ហ្មងហើយឥឡូវបើយើងធៀបទៅក្លឹបគេដែលមានទម្រង់លេងនឹងថឹងអត់ពិបាកទេអត់ពិបាកទេដូចសេរី Liverpool ឥឡូវហ្នឹងហើយចង់បានណាក៏គេមកដែរហើយតម្លៃទទួលយកបានសមរម្យហ្នឹងអញ្ចឹងមើលយើងនេះសេរីដែលគាត់ទិញមកសេរី Alexis McAllister មើល10គាត់លេងទិញមកដូចដល់40លានហ្នឹងអ្វីដែលខ្ញុំចង់និយាយហ្នឹង30លានហើយមើលកម្រិតគេលេងបាទអ្វីដែលខ្ញុំចង់និយាយហ្នឹងមកម៉ៅគាត់អត់តន់យល់អ្វីដែលខ្ញុំថាកាច់បាត់ធងអញ្ចឹងបាត់ធងហ្នឹងមានត្រាមិនយូធ្វើយ៉ាងម៉េចឲ្យមានតម្រង់លេងមកឲ្យនឹងតាមក៏ពិតណាក្រុមហ្នឹងក្រុមដែលចង់លក់កីឡាករទៅឲ្យ Man U នៅពេលដែល Man U ចង់បានហ្នឹងគេអត់សំខាន់នឹងរឿងតម្រង់លេងរបស់ Man U ទេកីឡាករទេដែលគិតពីតម្រង់លេងរបស់ Man U ប៉ុន្តែនៅពេលដែលកីឡាករគេអូខេជាមួយក្លឹបហើយប៉ុន្តែក្លឹបទេជាមួយនឹងក្លឹបនេះដែលពិបាកក្លឹបគិតថាដូចនិយាយដើមថា Man U កំពុងត្រូវការកីឡាករអញ្ចឹងខ្ញុំដាក់ឲ្យខ្ពស់ដាក់ឲ្យរឿងខ្ពស់ធ្វើម៉េចមនុស្សយើងកំពុងត្រូវការកំពុងខ្វះខាតយើងត្រូវទៅទិញខ្ពស់មិនគេត្រូវទិញនេះលឿនអញ្ចឹងហើយបើតែក្លឹបផ្សេងតម្រង់គេនឹងថឹងហើយបាទដាក់តម្លៃខ្ពស់អត់ទិញហើយអត់យកហើយអាចទៅរករបស់គេផ្សេងនេះព្រោះតម្រង់កីឡាករអីគេលេងបានទេអាចលេងបានទេអញ្ចឹងមិនសូវជាខ្វល់ទេហ្នឹងហើយតាមពិតម៉ៅគាត់ចុចអាកន្លែងហ្នឹងថាខ្ញុំថាចាប់កាច់ធ្មងណាហ្នឹងវាខ្ញុំនិយាយទៅវាអត់ត្រូវទេបើយើងនិយាយសូសាប់ថាចាំបាច់កថាអត់ទេអត់លក់ឲ្យទេបាច់ខំប្រឹងមកទេ Man U គាត់ឥឡូវលក់មកតម្លៃប៉ុណ្ណឹងចង់បានលក់មករបៀបអញ្ចឹងហ៎ដូចជំនាន់កាទិញសាន់ឆូនេះទិញមកដល់លោក Man U បានកដបបានលក់មកដូច100ជាង100លានហើយសួរថា
80 លានផោនបូកទៅ ចូលវត្តថា ហ្នឹង100លានដុល្លារ 100លាន ចឹង ដុល្លារហ្នឹងហើយ បាទ ហើយសួរថាបើសិនតម្លៃហ្នឹងលក់ទៅខ្សឹបផ្សេងនិយាយថាលក់អត់បានទេ ហ្នឹង តម្លៃសានឈូហ្នឹង ចឹងមកខ្ញុំថា អត់ខ្លាប់ទេអត់ទិញហ្មង ហើយឲ្យតែមែននូចង់បានតម្លៃកីឡាករគឺកប់ពពកហើយកីឡាករក្រុមផ្សេងវិញ ចុះបងនិយាយថាដោយសារតែគេដឹងថា Man U មានលុយ បាទទី1មែនយូមានលុយទី2គេឃើញថាមែនយូ យើងរបៀបចង់ពេកឥឡូវត្រូវចង់បាន តែចង់បានគឺចង់បានជ្រុលពេកចង់បានជ្រុលពេកហើយបង្ហាញអាកប្បកិរិយាគឺ ចង់ដឹងថាយើងចង់បាន បានឲ្យគេដឹងហ្មងឧទាហរណ៍បើសិនជាគាត់នេះឥឡូវខ្ញុំឃើញមួយណាដែលគាត់អត់ធ្វើអញ្ចឹងវីទ័រជូកូរ៉េអូខេឥឡូវក្លឹបហើយនឹងកីឡាករក៏ប្រមកអត់ខ្វល់ខ្ញុំដេញតាមយកបរិយាណាមកដេញបរយដល់ចង់បានដេញតាមបរយដូចការដេញតាមមេសាន់ម៉ោនអញ្ចឹងដែរដេញតាមមេសាន់ម៉ោនទិញណា ទិញតម្លៃធូរយើងអាចថាគោដៅម្នាក់ពីរនាក់ទៀតមកលេងរោរបៀប បើបងជា Man U វិញឧទាហរណ៍ថារឿងហ្នឹងវាកើតឡើងតាក់តងទៅនឹងអារឿងបដិញតម្លៃ បាទ បើបងជា Man U វិញបងប្រើក្បាច់មួយគឺចិញ្ចឹមអ្នកសារព័ត៌មានសោកអ្នកសារព័ត៌មានឲ្យចុះផ្សាយថាបើនិយាយទៅមិនសោកគេហៅថាឲ្យតម្រុយទៅអ្នកសារព័ត៌មានណាពិសេសគឺលោក Fabrizio ហ្នឹង បាទ ថាMan U ត្រៀមយកកីឡាករនេះមកជំនួស Mbamu ត្រៀមយកកីឡាករនេះមកជំនួស Mbamu អាហ្នឹងផ្អើម បាទ បើលោក Fabrizio ចុះឬក៏កសែតទំនំដូចជាកីឡា Sky Sport Mirror អាហ្នឹងគេហៅបំភ័យ Brentford វិញ ប្រើលក្ខណៈបំភ័យវិញ បាទបំភ័យវិញ បងអានេះបងវិញបងធ្វើក្បាច់នឹងហ្មង ហ្នឹងធ្វើអញ្ចឹងដើម្បីឲ្យ Brentford លក្ខណៈថាភ័យតាំងតែក៏ប៉ិត Brentford ក៏អត់ភ័យដែរព្រោះសមត្ថភាពមិន Brian ណា ណូលក់អត់បានលើនឹងទេក្រៅពីក្លឹបធំទិញលក់មិនបានលើនឹងទេទៅលក់ឲ្យ Spurs អញ្ចឹង Spurs ឲ្យ40លានជាងឬក៏35លានទេ បាទ ចន្លោះពី30ទៅ40ទេ នេះឃើញបងប្រុសម្នាក់គាត់និយាយមកតំណងដែរ បងហ្នឹងបងនៅអាមេរិកហ្នឹង បាទ មិន បាទគាត់ ទំ និយាយមក រីមូ ដែរ គាត់ចោលអេតគាត់ចូលវិញ គាត់ថា Chelsea ចាយពេលតែ5ម៉ោងទិញទៅឲ្យ Pedro 50លានផុយ យកមិញហ្នឹង បាទ បាទផ្លេត ហ្នឹងយកមិញ ចើថាវាអត់មាន ម៉ោងយកមិញគឺម៉ោង ហ្នឹង 1 ម៉ោង 1 Fabrizio លោតមកទិញចូលឲ្យ Pedro 50លាន ពង កុង និយាយ ត្រា មក 7ឆ្នាំបើនិយាយទៅឲ្យតែ Chelsea ទិញពី Brighton មកសិតតែ7ឆ្នាំកៃសាដូឥឡូវនេះPedro បាទ មួយទៀតអីសក់ដូចជាធានេះគូគូរេឡាហ្នឹងដល់ប៉ុន្មានឆ្នាំទេ អីគេជាប់ Pedro នេះទៅមកទៅទៅមក Brighton បានប៉ុន្មានឆ្នាំ មកឡើងមក Brighton ពី លេខ ពី 2មក ពី ដូចចេញពី Welford នេះមិញ ចូល Pedro តែពី3រដូវកាលលេងឲ្យ Brighton ល្អ គាត់ក៏ល្អ តែរដូវកាលនេះរដូវកាលមុនទៅចប់នេះអត់សូវបានលេងញឹកដូចរដូវកាល23 24 របួស 23 24มันពេញលេងហ្មង បាទហើយកីឡាកររូបហ្នឹងក៏ខ្ញុំសម្លឹងឃើញសមត្ថភាពគាត់ដែរខ្ញុំមិននិយាយនៅក្នុងសូវយើងដែរខ្ញុំថាចោល Pedro អីគួរតែសម្លឹងមើលគាត់ក្មេងគាត់មានបច្ចេកទេសសុទ្ធអីស្អាត តែ ហើយចុងក្រោយ Chelsea សម្លឹងឃើញទិញ 50លាន 50លាន50លានសមត្ថភាពចោល Pedro អត់ដល់ជាមួយនឹង Brian ណាមើលតម្លៃ60លានទេហើយលោក Berda នេះគាត់ថាតម្លៃ60លានរបស់ Brian ណាមើលវាអត់ស័ក្តិសមសមត្ថភាពគាត់ថាអើយមិនបានទៅជាកាត់អញ្ចឹងហើយដល់ពេល Anthony ចាយ100លានផុយដូចកដាស់លោកអើយ ហ្នឹងដូចចំណន់ទិញ Anthony ត្រូវទិញខុសតំណងវាអត់តំណងរបៀបថា Anthony បើមិនយូរមិនទិញមិនដឹងថាទៅលក់ឲ្យក្លឹបណាបានតម្លៃប៉ុណ្ណឹងនិយា ខ្ញុំយចង់និយាយថា Eric Channel គាត់ចង់បានពេកគាត់ចង់បានពេកពេលហ្នឹង ចាយលុយ តែពេល Eric Channel គាត់ចង់បានពេកគាត់ទុកចិត្តកីឡាករហ្នឹងពេកធ្វើឲ្យអ្នកទុកចិត្តគាត់បន្ទាប់ហ្នឹង Berda ហ្នឹងថាអូឥឡូវបើលោកឯងទុកចិត្តប៉ុណ្ណឹងខ្ញុំតម្លាក់លុយឲ្យទិញអញ្ចឹងជំរឿសមិទ្ធផលគាត់មិនវិញចុងក្រោយសិស្សក៏ចេញគ្រូក៏ចេញមានន័យទៀត ចាំថាចង់ទិញកីឡាករឲ្យមានតម្លៃដែលថាធូអាចយកមកបានដល់ប្រឹងក្លឹបនោះខ្លាំងដូចចំណន់សើអាឡិចគាត់មិនទៅទិញកីឡាករជះលុយគាត់ទិញម្នាក់ពីរនាក់បដោះទៅយុវជនមកប្រឹងតម្រង់លេងក្លឹបឲ្យរឹងមកគឺស្រួលទេទិញកីឡាករគឺស្រួល កីឡាករដែល Sir Alex Ferguson ទិញមកឲ្យខ្ញុំជឿជាក់ថាគាត់ទិញមករៀងថ្លៃឲ្យកីឡាករដែលល្បីស្រាប់ខ្ញុំឃើញមានតែ2នាក់ទេដែល Sir Alex ទិញមកហ្នឹងទី1គឺ Rooney ទិញពី Everton កាលហ្នឹង Rooney លេងនៅ Everton ហើយ fan ទៀតអ្នកសុំឲ្យទិញ ទៅហើយ fan ក្មេងលើកផ្លាក please by Rooney ហើយក្មេងហ្នឹងបានថតជាមួយ Rooney នៅពេលដែលប្រកាសជាផ្លូវការមក Man U ទៀតបន្ទាប់មកកីឡាករមួយរូបទៀតដែលខ្ញុំសង្កេតឃើញថាគាត់ល្អមែនគាត់ល្បីស្រាប់ទៀត Robin van Persie ហ្នឹងគឺជាកីឡាករដែល ទិញយកមកហ្មងហើយ Sir គាត់ហ៊ានលក្ខណៈថាជំនាន់ហ្នឹងគឺជួបមួយ Robin ផ្ទាល់ បាទអញ្ចឹងបានថាការជំនាន់ហ្នឹង Arsenal មួយ Man U មិនទាន់រកម្មរកោគ្នាដូចឥឡូវមិនខ្លាំងទេបង លោកហើយជំនាន់ហ្នឹង Henry ជំនាន់ Henry Beckham ហ្នឹងជំនាន់ពេញឈូសគ្នាណា ដឹងហើយតែ ប៉ះដួលប៉ះពេត ដូចតែ Real Madrid មួយ Barca អញ្ចឹងប៉ុន្តែគាត់ថាវាមិនរកម្មរកោគ្នាខ្លាំងអីដូចឥឡូវ រកម្មរកោមានណារកម្មរកោសា fan តា ហ្នឹងហើយតែចង់និយាយថាអ្វីដែលខ្ញុំសង្កេតឃើញនៅពេលហ្នឹងគឺលោក
Sir Alex Ferguson គឺគាត់សម្លឹងមើលគាត់ច្បាស់ហ្មងហើយគាត់ហ៊ានក្បត់ឧត្តមគតិខ្លួនឯងយកកីឡាករប្រឆាំងក្រុមមកលេងជាមួយក្រុមហ្នឹងវាគឺជាឧត្តមគតិរបស់គាត់ ទេក៏អាណិតរ៉ូប៊ីនវ៉ាន់បឺស៊ីឲ្យមកលើកពៀន ទៀត ឃើញមកដល់ភ្លាមលើកពៀនផ្លែតអត់ តែចូលដីគេទេ មិនចូលដីគេដីឯងអីទេយើងនិយាយការពិតតើ អូបាទបងគាត់ថាមកទេណាខ្ញុំកំពុងសង្ស័យថាក្រុមមានចេតនាមិនចង់ចាយលុយឬអត់លុយឲ្យប្រកាសទេពេលដែលបារ៉ាដានិយាយថាចាំថ្ងៃទី1ខែ7បន្តិចកីឡាករ សេរីកីឡាករតាមពិតគាត់និយាយកន្លែងនេះមកបន្ថែមឲ្យ Garnacho បាទ Rashford បាទ Sancho បាទ Anthony បាទ Malaysia បាទ នៅទាំងអស់ នៅទាំងអស់ ទៅហើយ លុកគ្មានអាណាបានអាណាមួយនេះ ទៅយល់ អូណាណាមួយទៀតចុះ6នាក់ចុះ យល់ស្របយល់ស្រប បាទ បើមិនវាយចេញទៅចេះតែទិញចូល បាទ មិន ហ្នឹង កើត ឥឡូវ6នាក់ហ្នឹងបូកចូលទីបូកលុយប្រាក់ខែបាន បាទលៀនហើយ ចូលលៀនណា លៀនហ្នឹងហើយ តើចំណូលរបស់ Man U អំពីការលក់ subside បាន sponsor បានអាវមកវាសមាមាត្រជាមួយនឹងកីឡាករក្រុមរបស់ Man U អត់ បាទ មានលុយយកទិញបានរហូតណា Man U ឲ្យ100លានក៏ Man U ហ៊ានទិញដែរតែបើទិញមកវាជាប់ financial fair play fair play វាគិតមិន សេរីលីយ៉ុង វាជួបកាន់តែធ្ងន់ធ្ងរទៅទៀតលីយ៉ុងជពាក់លុយគេ500លានអត់មានលុយឲ្យគេ ឥ ឥឡូវត្រូវបានក្លឹបទៅលេខទី2ក៏ប៉ុន្តែគេឲ្យដាក់ឧត្តរប្តឹងឧត្តរវិញប្រសិនបើយើងមានដំណោះស្រាយគេបើកផ្លូវឲ្យវិញ បាទ ខ្ញុំជឿថាលីយ៉ុងអាចនឹងដោះស្រាយបានហើយ និយាយឡើយហ្នឹងគ្រប់ត្រូលហ្មងមិនយូរបើចាំស្រួលទិញកីឡាករដល់ Malaysia ប្រហែលអ្នកហ្នឹងចេញ នៅហូឡង់នៅក្លឹបអីបេនស៊ីតាបេនហ្វីកា បាទ អត់ព្រមបន្តខ្ចីយើងទៀតទេក៏មិនបន្តទិញដែរ ហូឡង់ដូចនៅ Eindhoven នេះ PSV PSV ចុះបងសេវទុកតា នៅ PSV Malaysia ទៅលេងនៅ PSV ដូចលើកពៀនទេ ដែលសធាហៅពីសវត្ត ហ្នឹង PSV Eindhoven ហេបងមើលអស់សិននៅ PSV ហ្នឹងហើយ ហ្នឹង នៅ PSV ណាតទៀត Rashford ដងចង់ទៅបាសេម្ដងចង់ទៅរៀលតែ Aston Villa គ្មានលក្ខខណ្ឌទិញហើយក៏មិនបានខ្ចីតទៀតដែរ បាទ Anthony Riabatis ក៏មិនបានបន្តខ្ចីជើងទៀតដែរ បាទ Sancho ក៏ត្រូវបាន Chelsea បដិសេធមិនខ្ចីជើងទៀតដែរហើយក៏មិនទិញដែរ Malaysia ណាគេទៀតនេះអស់ហើយ មិន Malaysia អីហ្នឹង Malaysia អត់ ហ្នឹង Rashford អត់ Sancho អត់ Anthony អត់ អត់និយាយទៅកីឡាករមែនយូបើសិនជា9អ្នកដែលខ្ចីជើងឲ្យបុកកីឡាករដែលកំពុងលេងនៅក្លឹបហ្នឹងគឺច្រើនយូរតែមែន តែប៉ុណ្ណាសមត្ថភាពពួកគាត់ល្អតាតែស្អប់តែអត្តចរិតហ្នឹងហ្មង ហ្នឹងហើយ និយាយតាមត្រង់ អញ្ចឹងបានថាចង់ចេះចង់សេរីដែរតែសេរីវាកាត់បើគេលក់គេឲ្យថោកដោយការណាឈរឯណាប៉ូលីឲ្យ30 40លានហ្នឹង អាន40យក ហើយសមត្ថភាពរបស់ការណាឈរណែសមត្ថភាពការណាឈរប៉ះរៀលទិញអី100លានគេយកផុយលើហ្នឹងមកថាគុំមានបញ្ហាហ្នឹងរៀលទៅចង់បានអីឲ្យតែរៀលចង់បាន អត់មានទេរៀលចង់បានតចាំដាច់កុងត្រា ឲ្យតែរៀលចង់បានឥឡូវហ្នឹង អូយរៀលអត់មានចាយ ការណាឈរទៅលេងក្លឹបផ្សេងនៅល្អហើយ សមត្ថ បើ ភាព និយាយទៅកីឡាករ Man U ឲ្យតែទៅលេងក្លឹបផ្សេងគឺល្អ ដឹងវាគ្រប់កីឡាករទាំង ហើ អ យ ស់មែនថា ក៏ប៉ុន្តែអ្វីដែលសំខាន់លុយ បាទ គេឲ្យថោកដូចផលិត សមត្ថភាពកណាឈរណាប៉ូលីឲ្យប៉ុណ្ណឹងលក់ទៅកីឡាករចេញពីឈុតយុវជនមកអត់ យើងទៅមើលតំលេងនៅ Aston មើលលេងល្អដែរ កណាឈរមកពីឈុតយុវជនទៅ ការណាឈរទិញមកពី Ed Madrid អែនម៉ាឌ្រីត យុវជនរបស់ Ed Madrid តបមកទៅលេងនៅយុវជនយើង យើងមកលេងទិញមកដាក់យុវជនយើង អញ្ចឹងមានន័យថាទិញមកអត់ថ្លៃអត់ថោកទេអត់ថ្លៃទេអញ្ចឹងលក់បាន40លានហ្នឹងយកទៅទុក សំខាន់ក្លឹបគេអត់ចង់លក់ព្រោះលើទៅលើសមត្ថភាព ចាំមើលបើសិនជា ហើយកីឡូតិចណាប៉ូលីគេវាយលក្ខខណ្ឌដោះដូរអីបងលក់អីទៀតទៅយើងមើលមិនឃើញហ្នឹងណា អត់តែគោលដៅមែនយូបើកណាឈោអត់ចង់លក់សោះក្លឹបបើសិនជា Sancho ជាមួយ Rashford ទៅចង់ ចាំមើលបើសិនជាខ្ញុំវិញណាខ្ញុំយកពាក្យបងម៉ែនិយាយមិញណានៅពេលដែលចង់បានប្រៃណាមើលម៉ូហើយនៅគេកិច្ចកុកមកយើងលេអាធေါ်ក្តៅ ក្បាច់ ហ្នឹងបើសម្រាប់ខ្ញុំណាលក់បានថោកក៏លក់ដែរអត់ទុកហ្មងខ្ញុំនិយាយមែនឲ្យតែហ៊ានក្លឹបណាមួយតម្លាក់តម្លៃឲ្យណាស់តែគេអត់ហ៊ានតម្លាក់តម្លៃឲ្យទេ អញ្ចឹងបានយើងវាពិបាកគេអ្នកមានnhưng màគេជាអត់មានហ្នឹងគេ អ្វីដែលយើងចង់និយាយនៅពេលហ្នឹងគឺ កំណត់អ្នករ៉ូស៊ីកំណត់អ្នករ៉ូស៊ីគេអត់ចង់ធ្វើអីដែលក្តៅក្រហាយទេគេធ្វើបន្តិចយូរកាលទៅតម្លាក់តម្លៃទៅក្លឹបផ្សេងតម្លៃទៀតហើយកីឡាករយូរកាលទៅក្លឹបផ្សេងក៏បានប្រាក់ខែតិចគេតាក់ទង ម៉ែមើលមេឃធម្មណាយមើលសុទ្ធណាប៉ូលីនឹងផ្អើអ៊ីតាលីលក់ថោកដូចផលិត ទិញលក់ស្កតស្ដាយ ស្កតគឺជាពេជ្ររបស់សើផ្ដាំទៀតកុំលក់ Scott McTominay កីឡាករ sub player
ជំនាន់តា Eric Ten Hag នៅដឹកហ្នឹងហើយដល់ពេលហើយទៅលក់គ្នាចោលខ្ញុំអត់យល់ Scott McTominay មិនស្ដាយសមត្ថភាព ឋានៈ Napoli ឡើង អូ Scott ល្អណាស់ Napoli ឡើងភ្ញាក់ពេលទិញបាន Scott ដូចជា សុទ្ធ 30 មក លា ប្រ ន កួតមកប្រកួតអ្នកសាច់មក បើនិយាយក៏ល្អតាំងពីលេងជំរឿ ពោះការពារល្អបម្រើល្អប្រយុទ្ធបាន សុទ្ធដូចអញ្ចឹង តែតែមិនបើតែងឲ្យលក់ដើម្បីយកលុយទៅចិញ្ចឹមកូនចៅគាត់ឲ្យមកហ្នឹង អត់ទេមែនយូមានអារម្មណ៍ខុសធ្ងន់ជំនាន់ Eric Ten អេ Hag រិក ជះពេក Eric ជះលុយហើយដល់ពេលលក់កីឡាករវិញ fair ឥឡូវទៅខ្លាចជាគ្រូអាល្លឺម៉ង់នៅ Liver ម៉ែសម្រាប់សំខាន់គ្រូលំដាប់ទី2ដែលមានប្រាក់ខែច្រើនជាងគេនៅអាល្លឺម៉ង់ទៀតណាបន្ទាប់ពី Bayern ខ្ញុំមិនដឹងថា Eric Ten អត់ Hag ទេមិនដឹងថាកាលហ្នឹងគាត់ចាក់ ចាក់បេរដាមអី ហ្នឹងហើយ ទៅជំបេរដាតម្លាក់លុយ100លាន បាទដូចលឹកឈើ មកគាត់ទិញពេលហ្នឹងទិញនេះសំបីតានេះសំបីតាអូណាណាទិញមក40លានជាងហើយទិញ ឥឡូវយើងក៏លេខមើលខមមិនបងប្អូនបន្តិច បាទ បាទសួស្តីបងប្អូនឥឡូវយើងចាប់ដើមមើលខមមិនបាទដូចស៊ីណាថា100លានទិញចោលអេនតូនីបងសវនបងអ្នកនៅសៀមរាបសួស្តីមានទាំង3ពី fan បិសាចក្រហមសាខាសៀមរាបបាទវិថីម្ដុំលក់កពើអាងកពើហ៎ បងស៊ីណងគាត់ថាពិធីកោបែបវាយគ្នាឡើយហើយនិយាយគុំគ្នារហូត MU TK បងបាទបងរីគីខ្ញុំកំពុងតែសង្ស័យថាក្រុមមានចេតនាមិនចង់ចាយលុយអូមិញខែអានហើយគាត់តទៀតខាតពេលជាង1ខែបានតែម្នាក់គ្មានគោលការណ៍ច្បាស់លាស់សោះស្របពេលដែល Brizon សល់ជាង1អាទិត្យទៀតខែ7ហ្នឹងហើយអូខែ7គេដល់ហើយតា ស្អែកហ្នឹងស្អែកខែ7 ថ្ងៃ16ចាប់ដើមលេងហើយ លេង pre season មែន 16 17លេងហើយ សល់2អាទិត្យទៀត អូមិនបើជដល់នេះអូតែរដ្ឋាចំនួនមុនប៉ះគ្នារលាក Man U versus Arsenal បាទ បងមើលតាំងពីចំនួន Henry Beckham ឈូស Vieira អីគេ Lundberg អាធ្វើសັດដូចមាន់អូហើយដឹកខ្សែការពារចំនួនហ្នឹងមកហៅ Campbell ចូលមកបងហៅថាកបីអាឡបងកបីអង់គ្លេសអាហ្នឹង Campbell ខ្មៅក្បាលថ្ងោ ខ្សែការពារហ្នឹង អត់កាច អូប៉ះគ្នាម្ដង100គ្នាហ្នឹងសាឡើងតែសៃកហើយ បាទ បាទនេះជា Soul Man U អញ្ចឹងខ្ញុំអត់និយាយពាក់ព័ន្ធក្លឹបផ្សេងទេ បាទ បងចង់ដឹងរឿងរ៉ាវកីឡាករផ្សេងទូទៅ Sport Cafe ម៉ោង9ព្រឹកថ្ងៃសៅរ៍យើងនិយាយទូទៅហ្មង បាទនិយាយទៅ សុធាឆ្លៀតមួយគាត់បន្តិចទៅប្រាប់គាត់ហ្មង បាទ Nico William ហ្នឹងដូចជាអត់ទាន់មានដំណឹងអីផ្សេងទេ អត់ទាន់ Here we go ទេ បាទ សុធាfan Man U តាំងពីចំនួន sponsor Vodafone តែមានសមត្ថភាពទិញអាវពាក់ដូចអាវ MC សុធា អាវ ម៉ែអាវ MC សុធាថ្លៃដែរហ្នឹងសាច់ស្អាតណាសាច់តែកុំអាលើមិនទៅបោកម៉ាស៊ីនចង់ខូច logo ខ្ទេច ធ្វើពីកណាត់ខ្មែរមែន អត់ទេកណាត់គុណភាពល្អរបស់ចិន អញ្ចឹង បងក៏ដើមខែ7បាទប៉ាខុសហើយក្មួយបិសាចនឹងអាសនលស៊ីសែតឈាមគ្នានេះគាត់អ្នកតសេរីបងមើលតាំងពីធាឲ្យខែអត់ទាន់កើតមែន ណាមើលអត់ទាន់កើតមើលអត់ទាន់អាកាស អញ្ចឹងថាតែបងថែមឲ្យមិនមែនតែឥឡូវហ្នឹងទេតាំងពីអើយមកម្លេះ ខ្ញុំឃើញតែគាត់ថាពេលហ្នឹងហេតុអីបានជា Sir Alex Ferguson គាត់សម័យឃើញយក Robin van Persie មកនេះ នេះដូចគាត់និយាយយ៉ាងនេះលក់កាណាឈោចន្លោះពី30 40លានអត់សមទេគាត់ថាមើល Gitten អន់ជាងលេងហើយនៅក្រោមលក់បានតែ50លានដូចនិយាយចឹងចរចាលុយសមត្ថភាពកាណាឈោមិនអាចលក់តម្លៃប៉ុណ្ណឹងបានទេ បាទ Sancho ញាក់មួយស្មើអត់រួចផងមែនយូទិញមីតូម៉ាមកវិញ មីតូម៉ា Brighton គេធ្វើ BA ជាមួយ Chelsea បង បាទគេធ្វើ collaboration បាទ ចាប់ដៃគ្នា កីឡាករបែបវាយគ្នាលើហើយអូបាទខ្ញុំសុខចិត្តឲ្យគូក្បែរឲ្យឈ្នះចុះបាទនេះបងសុធាក៏ថាការណាឈោទិញមកពី Real Madrid តែ2លានអឺរ៉ូតែប៉ុណ្ណោះ បាទ2លាន បាទគ្រូជាមួយគ្រូក៏មិនណយដែរបងពីក្រុមនឹងបាទឌឺដងគ្នាខ្លាំងបាទសើជាមួយនឹង Arsene Wenger ហ្នឹងMan U ជាក្រុមដែលទិញកីឡាករអន់បំផុត10ឆ្នាំចុងក្រោយមើលតែ Anthony ដំបងគេលក់40លានមកទិញក្រោយមកតែហាក់ចង់បានចាយ100លានគាត់ប្រើរូបមន្តកឡុកណាបើនិយាយអញ្ចឹងឈឺមែន តាហាក់មកបំផ្លាញ Man U សុតសាតហ្នឹង បាទ និយាយមែនហ្មង ឥឡូវរឿង Anthony ទៅវាទៅជាស្ងាត់វិញណាមិនដំបងឡើយឲ្យអ្នកគ្រប់គ្រង
បរិច្ចាគលុយប្រមូលលុយទិញអេនតូនីក្រោយមកសុំអីណែណាឥឡូវទៅស្ងាត់អេនតូនីវិញ អើយអ្វីដែលខ្ញុំចង់និយាយនៅពេលនេះអាន់តូនីមក Man U វិញលេងទៅវាមានតែស្អីទេយើងចាយលុយ100លានហើយមើលមករដូវកាលទៀតសិនទៅ មានថាបើថាទិញ Imbermo មិនបានយកប្រើអាន់តូនី អាន់តូនីក៏បានដែរ ចុះដូចបងនិយាយហ្នឹង វិញយើងតែគ្នា គោលដៅទី2គេហ្នឹង បាទជឿខ្ញុំហ៎ ប្រើទៅបានប៉ុណ្ណាយកប៉ុណ្ណឹងទៅយើង សមត្ថភាពអាន់តូនីប៉ុណ្ណឹង100លានយើងទិញមកវិខកទៅហើយឲ្យគាត់បង្ហាញសមត្ថភាពបន្តិចទៀតសិនមើលដូចសាន់ឆូអីនេះអាចរិតអញ្ចឹងបានឲ្យទៅបានសមឲ្យទៅតែប៉ាត់កីឡាករហ្នឹងមានសមត្ថភាពទេតែណាស់មកពីចរិតបើអាន់តូនីគាត់អត់ចរិតអញញ៉ៃដូចគេទេអ្នកមកពីឡាទីនភាគច្រើនអត់ចេះហ្មងអារឿងដ្រាម៉ាអញញ៉ៃអីហ្នឹងអញ្ចឹងគឺគាត់នៅលើប្រព័ន្ធ social media អត់សូវបង្ហាញឲ្យច្រើនទេគ្រាន់តែគាត់ថាគាត់នៅ Man U កាលពេលដែលគាត់មុនពេលចាក់ចេញទៅខ្ចីជើងនៅ Liberty គាត់បានធ្លាក់ចូលដងដល់ជ្រៅមួយពិបាកមើលមែនតើអញ្ចឹងគឺអាន់តូនីគាត់បានដាក់ញ៉ាត់ខ្លួនឯងហ្មងគឺគាត់នឹងព្យាយាមលេងឲ្យបានល្អជាមួយនឹង Liberty ដើម្បីសាងកេរ្តិ៍ឈ្មោះឡើងមកវិញទីបំផុតអាន់តូនីក៏ធ្វើបានមែនប៉ុន្តែនៅពេលដែលគាត់បង្ហាញសមត្ថភាពរបស់គាត់នៅ Liberty ហ្នឹងស័ក្តិសមជាមួយនឹងតម្លៃ100លានមក Man U ហ្នឹងនៅទៀត អេតាហាក់ទៅដឹកនាំ Liver ឆ្លៀតទិញខ្សែហូឡង់គាត់បាន40លានទៀតណាបាទ ចុះមកឥឡូវមានពលមានឯកាស៊ីម៉ូរ៉ូលឺនៅមួយឆ្នាំទៀត នៅមួយឆ្នាំទៀតព្រោះកុងត្រាគាត់ឥឡូវ តម្លាក់ខែអត់បង អត់ដឹងទេប្រហែលជាមិនតម្លាក់ទេដោយសារតែលីកអារ៉ាប់អាចនឹង reject វិញបាត់ហើយ អត់តម្លាក់ប្រាក់ខែតាំង Man U ទៀតបាត់ហើយ ច្រើនណាស់ពាក់ខែកាស៊ីម៉ូរ៉ូ ខែ35ម៉ឺន ច្រើនពាក់ខែស្មើកីឡាករ ផកបាទៅ AS Monaco បាន35ម៉ឺនណាមួយអាទិត្យ ថ្លៃ ហ្នឹងថ្លៃហ៎ ថ្លៃ ចាំបានខ្ញុំថាហ្នឹងទៅ AS Monaco បាន35ម៉ឺនក្នុងមួយអាទិត្យថាជុំ អត់ទេសរសើរ Monaco ហ៊ានឲ្យហ៊ានឲ្យ ចូលនៅបារាំងក្រៅពី PSG Monaco អ្នកមាន គីឡូ Monaco គិតថាពួកគេអត់បានចំណាយលុយទិញផកបាទេ ឥឡូវនេះយកក៏ដែរក្លុក sport team មែនតើហើយ លោកវ៉លបាដេសដែលជា sport director គាត់បានប្រកាសហើយយកក៏ដែរនឹងមិនត្រឡប់មកក្លឹបនៅរដូវក្តៅនេះទេ ប្រកាសណាខ្ជិលខ្វល់មកកកោគេកកោឯងពេញហ្នឹងហើយខ្ញុំមានអារម្មណ៍ថាយកការ៉េសគាត់អត់មាននិស័យអីមួយ Man U ទេខ្ញុំនិយាយមែនហ្មង ប៉ុន្តែអត់ចាប់អារម្មណ៍មិនសូវជាផ្ដោតខ្លាំងដោយសារចិត្តតែមានអារម្មណ៍មួយគាត់ថាបើទិញមកមិនគាត់ថាល្អវាអញ្ចឹង វាអត់ expect ខ្លាំងពេក ហ្នឹងហើយកីឡាករដែលដូចតែយើងដូចធ្លាប់និយាយគេថាកីឡាករដែលល្បីសេរីថាធ្វើមករដូវកាលអីហ្នឹងអត់សូវរ៉ាស្មោចលហ្នឹងមកទេកាលយើងដំបូងថាអូមក Man U សុទ្ធចូលយៈសុទ្ធហើយមានណាបងប្អូនហើយនិយាយពីស្ដាយយស្ដាយមែនតើហ្មងកីឡាករពេលខ្លះក្មេងៗទៅឡើងមករដូវកាលថាយូរពីរដូវកាលហ្នឹងពិបាកទុកចិត្តណាបាទមិនមែនដូចសេរីចាស់ខ្លះគឺល្បីសុទ្ធរាប់សិបរដូវកាលសេរីដូចលវ៉ានូស្គីលេងសុទ្ធចង់10រដូវកាលគេហ្នឹងមិនថាទិញមកយើងដឹងតែទុកចិត្តហ្មងបាទចាស់មែនតែគុណភាពឥឡូវលវ៉ានូស្គីដូចចង់តនៅមួយបាសេទៀតនៅតមួយបាសេទៀតគោលដៅគាត់ដូចគាត់ចង់ធ្វើរីរ៉ូណាល់ដូគាត់និយាយថាពួកគាត់ស្រឡាញ់វាថាការតាំងចិត្តការសម្ភារអីរបស់រ៉ូណាល់ដូគាត់ថាចាស់តែអាយុមែនតែវាថានៅតែរក្សាទំនុកលេងបាននិយាយមែននិយាយណាគេបិទគាត់បានឥឡូវនេះបងទទួលបានព័ត៌មានក្តៅមិញទៀតហើយពីប្រភព Telegram តាក់តងទៅនឹង Rashford ជាមួយនឹង Garnacho Man U Telegram គាត់បញ្ជាក់ថាបើលក់មិនចេញមិនបន្ថយប្រាក់ខែ Man U នឹងប្រើក្បាច់បន្ទាប់មកទៀតនោះគឺបង់លុយដាច់កុងត្រាចោលមកអូបដិញចោលអាហ្នឹងគេហៅបដិញចោលបង់លុយ terminate ចោលមកជុំសាហាវដោយសារតែអ្នកទាំងពីរកំពុងតែជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាប្រាក់លុយហ្នឹងហើយប្រាក់ខែហ្នឹងហើយអូខេអូតែបង់ក៏សងច្រើនដែរប្រហែលលានណាអូវាមិនច្រើនទេបើគេមុននឹងធ្វើហ្នឹងគេកិនគូហើយថាតើត្រូវគេចងពីព្រោះសត្វអាយុវជនបាទអូត្រូវហើយសត្វតែយុវជនត្រូវហើយមិនប្រកាសថាច្រើនហ្នឹងនេះយ៉ាងច្រើន50ម៉ឺនទេវាអាចចូលលានតិចតួចព្រោះអ្នកទាំងពីរមិនមែនទិញមកធ្វើកុងត្រាណាសត្វតែជាយុវជនផង Man U ទេបាទប្រម៉ូតឡើងមកអញ្ចឹងរាល់យុវជនគេមិនសូវជាមានកុងត្រាស្មុកស្មាញនឹងធ្វើមិនដឹងចោលទេបាទអញ្ចឹងគេ Man U មិនប្រឡែងយុវជនទៅក្លឹបផ្សេងលក់ក្លឹបផ្សេងចោលទូធូទេបាទអានេះ Telegram ចុះផ្សាយឯង Man U អាចនឹងប្រើក្បាច់ហ្នឹងដើម្បីខ្ញុំស្មានអត់មានអាហ្នឹងតាស្មានតោះនិយាយមែនតើខ្ញុំអត់ដឹងថាមានអាចំណុចហ្នឹងដែរទេយើងគិតថាធ្លាប់តែមានបុគ្គលិកធ្វើការឲ្យក្រុមហ៊ុនបដិញចោលឲ្យបង់លុយសំណងអញ្ចឹងហ្នឹងបង់លុយសំណងឃើញតែបង់អីច្រើនលក្ខណៈថា
បើគុំវឹកអីគុំវឹកគេត្រូវដេញចោលគេបង់លុយសំណងចឹងទៅ អានេះយើងកីឡាករយើងយកពីគេមកគឺមានកុងត្រាបាទទីមានចង់100ទំព័រអីទៅនេះតែយុវជនហ្នឹង មានដែរ បាទដូចជាគេបដោះថ្នាលមកទៅ ដូចបុគ្គលិករបស់គេដែរ បាទដូចជាបុគ្គលិករបស់គេដែរហ្នឹងស៊ីវាខែហ្នឹង យល់ បាទអានេះ Telegram ចុះផ្សាយហ្នឹងហ្មងបាទតំណង បាទមានអី អានេះហៅថាជំរឹះដែល ជំរឹះក្តៅហ៎ ក្តៅហ៎ បាទ ធ្វើមិនដឹងចោលហ្មង ហ្មងហើយអត់ព្រមកាត់ប្រាក់ខែហ៎ បើមេរ៉ូចុះផ្សាយកាសេមេរ៉ូនឹង stay Man U មួយរដូវកាលទៀតហើយ បាទអត់អីទេសមត្ថភាពគាត់នៅរដូវកាលនេះខ្ញុំឃើញថាល្អគួរសមតែបងចង់រដូវកាលមក បាទ ហេងឡែនតិច ណាត់ផុកបាដែរបងប្អូនប្រហែលជាបានមើលវីដេអូផុកបាបន្តងតាមមួយមុនកូវីឆ្នាំយំ បាទ ស្នេះយំមែនតើ បាទពេលវេលាយើងនៅសល់ច្រើនគួរសមណាស់តែរឿងរ៉ាវ Man U វាអត់សូវមានអីថ្មីសោះ មិញមកមើលហ្នឹងឲ្យបងប្អូនមើលខមមិនអាព្រមមើលខមមិនឆ្លើយគីឡូបងប្អូនគាត់ខមមិនតអីសួរនេះ ភាគច្រើនពួកគាត់សួររឿងអំបិលម៉ូដល់ណាម៉ូដល់ណាអញ្ចឹងណា ស្ដាយ Greenwood ណាអូនេះគឺខមមិនមកកកោកតាមពិតដល់យើង refresh អូខមមិនច្រើនណា បងប្អូនគាត់ថាកិច្ចដំណើរការរបស់មើលម៉ូចិត្តសម្រេចឲ្យមែនអត់ទេអត់ទាន់ទេអ្វីដែលប្រកាសហ្នឹងវាគ្រាន់តែជាការប្រកាសរបស់ Brian ណាមើលម៉ូទេមានបុណ្យនឹកគាត់ថាអាមេរិនថាអេមបាម៉ូកិច្ចដំណើរការចិត្តសម្រេចហើយមែននៅទេពូឌីកអង់គ្លេសបាំងថ្ងៃណាដូចជាថ្ងៃ10ជាងបាទ10ជាងបើហើយខែ7 ហេលឿនណា ខែ8 ខ្ទង់ខែ8ហ៎ អញ្ចឹងខែ8ថ្ងៃ10ជាងបើហើយ គេលេងតន់ជាប់ហុក ច្រឡំ FIFA Club World Cup តន់ ខែ8ថ្ងៃ10ជាងបងនិយាយដាកូតាផងតាំងពីមាសអាម៉ាស្រ័យអ៊ីមកដូចធ្លាក់ទម្រង់ណាស់ថាមានជីចុយអីគេម៉ាកូតាអត់ស្គាល់ ថ្ងៃ16ខែ8 August បងអ៊ំ UTKO ក៏ទិញអនហើយនៅរឿងប្រាក់ខែបាទប្រាក់ខែ Sancho Maguire អូ Anthony ញាក់សាច់ហើយ កាសេមីរ៉ូកាត់លុយឲ្យបងព្រោះมันអាចជួយក្លឹបលេង UCL បានល្អកាត់លុយល្អ ចំនួនសើខ្សែការពារឆ្វេងល្អណាស់ Silver Tray ស្គាល់អត់ អត់ទេ ខ្សែការពារឆ្វេងប្រាំងចប់ Silver Tray ហ្នឹងបានជួប Patrick Evra នោះ បាទ គេទៅសយកឆ្វេងមកសិតតែប្រាំងឯរនហ្នឹង បាទ មើល Silver Tray អត់សក់ឆ្វេងឆ្វេងគាត់លើកលយលឿន បាទ Patrick Evra មកឆ្វេងលឿនទៀតរយក្រោះល្អនេះ Hanze ស្គាល់ Hanze ចំនួនមុនអេវរ៉ាមែន ជំនាន់ជាមួយគ្នាហ្នឹង អត់ដែរ សក់វែងតែមិនសូវគេខ្ពស់ដូចជាខ្ពស់ដែរមកល្មម ឃើញមុខ ស្ដើង បែរចាំគេថាយកគិតថាយកស៊ឺស៊ីលេង fall 9សិនរដូវកាលក្រោយស៊ឺស៊ីល្អជាងហូចឡុនអញ្ចឹងដាក់នៅកណ្ដាលគាត់លេងបានស៊ឺស៊ីស្ដាយ Greenwood ណាបង Greenwood ដោយសារតែអត្តចរិតគាត់ដែរទេតាមក៏ពិត Greenwood បរិបត្តិនៅក្នុងការរស់នៅគាត់មិនខុសពី Sancho Alejandro Garnacho ហ្មងណាមកពី Latin តែមិនឃើញ Garnacho នោះមួយរៀងភ្លាវជាងគេតែហ្នឹងគេមិនសឹកអីហ្មងណាចោល Greenwood យក Anthony អូយ Man U ណាទៅចង់ចោល Greenwood ហ៎ Greenwood ដោយសារតែនារី Man U ពិសេសគឺអ្នកគ្រប់គ្រងស្រីគាត់ធ្វើពេកការគាត់ប្រឆាំង Man U អត់មានចង់ចោល Greenwood ទេកីឡាករសមត្ថភាពលេងស្លាប់ស្ដាំទាត់បានទាំងជើងឆ្វេងទាំងជើងស្ដាំណាទៅសុកចិត្តចោលហ៎ Greenwood ជាមួយនឹងការណៃឈោសមត្ថភាពមួយយ៉ាងម្នាក់ បាទ អត់ទេបើនិយាយពី Greenwood ល្អជាង Garnacho ឆ្ងាយខ្ញុំនិយាយចឹងហ្មង Greenwood ល្អជាងឆ្ងាយGarnacho កីឡាករបញ្ចប់ទីអត់ទាំងមានច្បាស់អីបន្តិចផង មួយយ៉ាងម្នាក់សមត្ថភាពការណៃឈោ1 2គាត់មានកន្លែងសោកសៀតតែអាបញ្ចប់ទីរបស់គាត់ស្ទើរ អត់ទេសោកសៀតអីញាក់បាល់មួយស្មើមួយខ្សែការពារឥឡូវញាក់លេងកើតហើយសមត្ថភាព Greenwood ទេរឿងមានរឿងមិនចោល Greenwood ក៏នៅលេងល្អដែរខ្ញុំនិយាយមែនហ្មងCWC បាទក្រុមណាលើកពីអូបាត់ច្បាស់ហេបាទទីសក្រុមធំអញ្ចឹង ខាត់មនីរតនៈនេះឈ្មោះប្រុសនេះបងគាត់ថាតម្រង់ Man U នៅរដូវកាលថ្មីអាចល្អជាងរដូវកាលចាស់ខ្ញុំថាអាចល្អជាងមុននេះ Dennis Irwin នេះតន់ Gabriel Heinze អត់សូវទេ Patrick Evra ច្បាស់ណា Irwin ខ្ញុំតន់វិញសូវបានលេងទេបាទគាត់មិនសូវបានលេងតែខ្ញុំចាំឈ្មោះគាត់លុយ Irwin ស្គាល់សាលេងហ្គេមប៉េះដែរ តែសូវបានលេងឯបងតន់ Silvestre Patrick Evra ពេញហ្មងឆ្វេងហ្នឹងជំនាន់ហ្នឹងណាស្ដាំ Man U នៅមានមួយទៀត
stam កីឡាករហូឡង់ បាទ ខ្ពស់លេងស្ដាំល្អបាទបើថានៅក្នុងហ្គេមពេលខ្លះឡើងប្រយុទ្ធទៀត អត់ទេម៉ៅថ្ងៃហ្នឹងដូចជាឆុងមួយខាងយើងគាត់និយាយទៅលក្ខណៈខុសពីយើងរហូតដូចនិយាយរឿងកណាឈោមួយ ទេបើយើងខុសក្បាល AI ខាងនេះ 2G ហ្នឹង ញ៉ាំសុធាហ្នឹងមិន 3G ហ្នឹង 3G ក៏ដោយឥឡូវបងប្អូនមើលសមត្ថភាព Greenwood ហើយនឹងកណាឈោ ពូឡែកគេថា Greenwood ល្អជាងកណាឈោឆ្ងាយ ណែឃើញអត់ អត់ទេ ឥឡូវតែ search YouTube អត់មាន search YouTube ឪ Tube អីទេ ចេញមកហ្នឹងបានកណាឈោតតស៊ីហ្សូថ្ងៃមុនបានមកក្រុមហ្នឹងឯង វាមិនមែនទេតែយើងមើល form លេងមើលម្យ៉ាងម្នាក់ទេ ដល់ Greenwood Greenwood ល្អឆ្វេងតែមួយគាត់ថាបញ្ចប់ទីឆ្វេងច្បាស់មែនអារឿងអូមកដូច Greenwood ដូចអូន Anthony អញ្ចឹងប៉ុន្តែបងមើល Garnacho ឈោវាមាន skill copy Greenwood ខ្លះគាត់ថាបញ្ចប់ទីស្ទើរជាង Greenwood ស៊ីសិននេះអូដល់ទាញខ្សែការពារមួយស្មើ យើងនិយាយកំពុងតែស្ថិតនៅក្នុងវិបត្តិ បង UTKO គាត់ថា Erwin ជំនាន់ Andy Cole មកតន់ Henry នោះមកតន់អត់តន់ Henry វិញ Erwin ហ្នឹងខ្ញុំស្គាល់ដោយសារខ្ញុំលេង game 3-0 មកនិយាយជារួមមកអត់សូវបានឃើញចាប់អារម្មណ៍សូវឃើញហ្មងបងមកច្បាស់ Silvestre ជាមួយ Evra ហ្មង បាទហើយខ្ញុំតាមមើល Erwin ដែរហ្នឹង Man U ចំនួនសេរីចាស់ជាមួយស្អីគេ ណែ អូយ អង្គុយមើល Man U នៅសាកដាលម្ដុំផ្លូវ144អ្នកក៏ស្គាល់ដែរ144គឺផ្លូវពីមាត់ទន្លេរហូតដល់ផ្លូវព្រះនរោត្តមហ្នឹងហៅផ្លូវ144ហើយនៅម្ដុំមុខសង្កាត់មានហាងកាហ្វេមួយ បាទ កាហ្វេហ្នឹងឲ្យតែ Man U ទាត់គាត់បើឲ្យយើងអត់លុយក្មេងតែតក300អង្គុយមើលអង្គុយលឹកមិនអង្គុយមើលលើកអីទៀតតោះឲ្យយើងដាក់គោតក1500បានអង្គុយកៅអីយើងអង្គុយលឹកប៉ែនភ្នែនអង្គុយមើល Premier League លេងពេលព្រឹក យប់តែគេបើក អូគេបើកយប់ គេបើកតែបកគូឯង Man U គួរយកផឹកបាអូខ្ញុំយកមកទៅអីយកមកទៅអី យកមកយក Rashford នេះដូចតាហាក់ក៏លក់ Elin Guy ស្ដាយ អូមែនតាបាទអូអញ្ចឹងអ៊ីឡង់ហ្កាចេញទៅហ្នឹងដោយសារចំនួនតាហាក់ តាហាក់នេះលក់ទៅ ខ្សែក្រវ៉ាត់ឆ្ងាញ់ហើយចឹងអីនិយាយមែនខ្សែក្រវ៉ាត់ឆ្ងាញ់ហើយមែន អ៊ីឡង់ហ្កាគេចំណន់ដូចជាអូឡេប្រើ អូលើដឹកនាំមកជ្រុំលុយណា អាន់តូនីអ៊ីឡង់ហ្កានិយាយពីពាំងមួយស្មើដូចចំនួននេះហ៎អាដាម៉ាត្រាអូរ៉េហ៎ពាំងមួយស្មើជាមួយអ៊ីឡង់ហ្កាអត់ផុយដូចក្តាស់ប៉ៅទៀត20ម៉ែត្រលើហ្នឹងលឿនហើយពាំងបានទៀតអ៊ីឡង់ហ្កាមៀតបាន បងក៏ឃើញ Elin Guy លក់លេង Elin Guy អូយស្ដាយយុវជនក្មេងប្រម៉ូត Man U អូឡេប្រម៉ូតពីយុវជនមក ចេញអារបៀបកីឡាករ20ស្លើង20គាត់លក់ចេញច្រើនហើយ ហើយបងប្អូនបាច់រំលឹករឿង Greenwood ទេនិយាយទៅបាច់រំលឹករឿង Greenwood ហ្មង មានផ្លូវ អ្វីដែលយើងចង់និយាយគឺ Man U មិនមានចិត្តចង់លក់ Greenwood ទេគឺដោយសារតែការធ្វើពាក្យឯកាពីកីឡាករនីរបស់ Man U អ្នកគ្រប់គ្រងនារីរបស់ Man U ហើយនឹងស្រីប្រជាជនស្រីនៅអង់គ្លេស អត់ទេមិនមែនគោលដៅលើប្រជាជនស្រីទេគឺក្រុមបាល់ទាត់នារីហ្មង បាល់ទាត់នារីជាធំហ្មង បាទគឺគេដាក់ញត្តិពាក្យឯកាគឺមិនឲ្យយក Greenwood មកវិញ បាទ សំបីតែថ្នាក់ដឹកនាំគេទៅសម្រួលហើយ បាទ ក៏អត់ដែរដោយសារតែរឿងហឹង្សាហ្នឹង បាទ អាហ្នឹងគេនិយាយហ្នឹងអាខ្សែក្រវ៉ាត់ហ្នឹង បាទខ្សែក្រវ៉ាត់លើហើយ ហ្នឹងអញ្ចឹងបានគេមកឲ្យមកវិញហ្នឹង ខ្ញុំតាមវាយតាហែកដែរហើយតាហាក់ បាទ បងហៅតាហាក់ អូណបងសវនគាត់ថា Man U គាត់ដាក់លក់ Rashford 40លានផោន Sancho លក់25លានផោនតាមប្រភព Sky Sport អូយ25លានថោកខ្លាំងណា ហើយបើលក់ Garnacho 25 Garnacho Rashford 40លាន Sancho អធិស្ឋាន Sancho អីគេសាន់ឆូ25លាន អត់ទេលក់20លក់ចោល ហើយម៉ៅហិចទៅជាសាន់ឆូ25លានត្រូវកាណាឆូ40លានខុស Rashford 40លាន Sancho 25លាន មិនថ្ងៃ ឥឡូវបងសំដោវិញបានអត់ អត់ទេមិនថាចង់និយាយថាកាណាឆូណាប៉ូលីឲ្យ40លានមកឲ្យថាថោកពេកតែពេលសាន់ឆូទិញមកឡើងជាង80លាន ណែមួយជាយុវជនដែលមានបេះដូងឈាម Man U ខ្លះ Sancho នេះសរោហ្មងមកលើកណាឆ្លើយលើកហ្នឹងហ្មងឆ្លើយដូចគេឯងអាងអីខ្សែក្រវ៉ាត់ហ្នឹងហើយដើរខមមិនឌឺដងទៅ ឌឺដងគេ ឌឺដងអាគេឌឺដង មកដូចម៉ៅឯណាតនេទៅចូលខមមិនជាតិឯណាយក account ទៅទៀតខមមិនជាតិ 3វិមែនសួរទៅដែរនិយាយកុហក ហើយខឹងគេមានកីឡាករល្អខឹ តើ ងគេ Man U ឲ្យដូចអ្នកចាំទៀត Man U អាចបើមានអ្នកចាំទីថ្មីមកគឺអូនណាដឹងត្រូវដាក់ខ្ចីជើង ឥឡូវគេពងដាក់រ៉ាដាឌីហ្គូកូស្ ប តា ងអាទិត្យទី1 Man U ប៉ាអាសណលទៅរួចអត់
ចុះមានអីយើងធ្លាប់ទៅរួច8 2ម្ដងតា ទៀតចូលដៃគេទៀត ជំនាន់សើជាមួយនឹង Arsene Wenger អាបើកជួបគ្នាដោយការដំបូងហ្នឹងមែនយូលុត8 2 បាទដឹង បាទបងបាទ ចុះសោយមិន ខ្ញុំបាទវិច បងមែនយូទិញបានអឹមបាមូនៅទេ Greenwood នឹងការណៃចូលសមត្ថភាពមិនលើសគ្នាទេតែការបញ្ចប់ទី Greenwood ច្បាស់ជាងហ្នឹងឃើញទេវាមួយយ៉ាងម្នាក់ អត់ ហើយបញ្ចប់ទីមែន Greenwood ច្បាស់ជាង ទៅមើល Greenwood ញាក់មើលហើយទៅមើលកណាឈោញាក់មើល ដៃល្វើយនឹង Greenwood អូណែដៃគេចេះ បងហ្នឹងដៃល្វើយ អូខ្ញុំនិយាយមែន អាដៃហែកទឹក ហ្នឹងដៃតុនល្បិចល្បកហ្នឹងអូតែញាក់លុយណា ហ្នឹងអញ្ចឹងហើយបើតែការណៃចូលយើងមើលអារបៀបរត់គេស្វាហាប់ជាង Foden ដូចគ្នា Foden ដៃគេចឹងយកហត់ទៅដៃគេចឹង បើចាប់ដើមដោយការថ្មីមែនយូមិនអាចលក់កីឡាករខ្លួនចេញបានហើយទិញបានតែញ៉ាខូញ៉ាម្នាក់តើអាចប្រកួតប្រជែង top 4 បានអត់ អត់ទេ តឹង បាទតឹង ខ្ ខ្ លា លាំង ង តែ បើឲ្យអានណាចាំខ្ញុំបកស្រាយ ស៊ីណាសិនឈោឈៀម Man City បាទ បាទត្រូវ អាហ្នឹងហៅឈៀមអីគេណា អត់ដឹងទេឈាមអីឈាមគេមិនឈាមខ្ញុំ គាត់កុំអីខ្ញុំគិតថាមិនយូរមិនបាច់ទិញកីឡាករច្រើនទេគួរតែដាក់ជាការឲ្យតឹងដូចជំនាន់សើលិច អត់ទេ ដាក់តឹងមិនក៏មិនកើតដែរ ព្រោះសម័យនេះមិនមែនសម័យ ក្មេង Ferguson ទេ ចេញមកចរិតដូចខែហ្នឹងជិះចិត្តប្រកែកមួយមនុស្សចាស់ឲ្យយកតែត្រូវរៀងខ្លួនណា ចាំមើលអ្វីដែលខ្ញុំចង់និយាយនៅពេលនេះជំនាន់ដែល Sir Alex Ferguson ដឹកនាំបណ្ដាញសង្គមវាអត់ទាន់ទូលំទូលាយឥឡូវជំនាន់នេះគឺបណ្ដាញសង្គមទូលំទូលាយអញ្ចឹងកីឡាករវាយកអារម្មណ៍ទៅបង្ហាញនៅលើហ្នឹង គ្រូដែរដូចសេរីគ្រូគេរបៀបតាប៉ែបដូចសេរីតាក្លាប់អីអត់មានរើរួយទេមកក្លាប់ដែរឥឡូវបងនៅអាមេរិកបង MUTKR គាត់បានបន្ថែមគាត់ថាសូមបន្ថែមរឿង Mbamu បន្តិចល្អគាត់ខមមិនមកល្អអញ្ចឹងអានជូនបងប្អូនគាត់ថាសូមបន្ថែមរឿងអាមូបន្តិចខ្ញុំថែមខ្លួនឯងណាអាមូគាត់ហៅ Mbamu ហ៎ មិនមកហើយអញ្ចឹង គេហៅឲ្យវាស្និទ្ធបន្តិចចោះតាមពិត Bradford ចង់បាន fix fee ហ្នឹង62លានបូក5 ច្រើនជាង add on ហ្នឹងហើយ add on ជិះយកឈប់បន្ថែមជិះមិនចត់បាន fix ឬ add on ខុសគ្នាមិន ខុសបងអាប្រាក់បន្ថែមវាមិនមែនបានទៅ ឥឡូវថា add on ហ្នឹងគឺ60បូក5លានអា fix ហ្នឹងចង់បាន65លានមកអត់មាន add on យល់ទេតែវាខុសគ្នាមិនយើងអត់ដឹងកន្លែងហ្នឹង ខុសគ្នា វាដឹងតែខុសគ្នាហើយក៏ប៉ុន្តែយើងអត់ចង់ដឹងតើពេលដែល Man U ឲ្យ60លានបូក5លានហ្នឹងអាហ្នឹងគេហៅ add on មិនបានជា Man U មិនដាក់65លានហ្មងទៅ fix fee ហ្នឹង ខុសគ្នា វាខុសគ្នាក៏ប៉ុន្តែមិនដឹងថា Bradford វាចំណេញឬក៏ខាតរបៀបម៉េច អត់ទេអាហ្នឹងវាអាចមានបញ្ហាខាតទៅលើ Brentford អញ្ចឹងមិនយល់អាកន្លែងហ្នឹងអត់ច្បាស់ដែរ អត់ច្បាស់ដែរ មើលគាត់យល់ចំណេញគាត់យល់ខ្ញុំធ្លាប់លេងហ្គេមលេងអីទិញកីឡាករដាក់ add on ហ្នឹងគេអត់សូវលក់ឲ្យណា យើងអាមូលហេតុ គឺគេចង់បានតម្លៃ fix ឥឡូវ add on និង fix ខុសគ្នារបៀបម៉េច បាទ យើងអត់យល់កន្លែងហ្នឹងច្បាស់អញ្ចឹងបានយើងវាពិបាកយល់បងប្អូនខ្ញុំគិតថាតាមពិតមិនចាំបាច់ទិញដូរកីឡាករអូកើតទេ អត់ទិញដូរកើតទេបរិបត្តិ Man U ឥឡូវកីឡាករលេងអត់កើតផង ហើយវណ្ណារាំងសីឈាមថោកណាទេ 3កន្លុកទេមិនដឹងនិយាយមែន សំបីតែម្នាក់នោះក៏ថាដែរក្មេងខែមនុស្សក្មេងខែតែអញ្ចឹងបងណាប្រពន្ធខែអីហ្នឹងគេដឹងច្រឹកដីគេអញ្ចឹងហីនេះអើយចំមែនប្រពន្ធអូក៏មិនមែន ចុះប្រពន្ធដឹងឈាមសាអើយខែឈាមអី ឆំមកអើយ សាអើយខែឈាមអីចាំប្រាប់បងផងឈាមអីគេថៃនឹងម៉ៅថៃ អត់ថៃបង សួរខ្ញុំសួរបង fan អីបង fan អី អីសួរគេហ្នឹង fan plastic ហ្នឹង អីគេ fan plastic pro Fido លើក្លុក Man U ណា Man U យកផុកបាមកវិញល្អតាមពិតណាអ្វីដែលខ្ញុំបងឆោមបងឡើងឯងឡើងវិថីវិស័យក្រហមឯងបងសុំ PNN មកសូមមើលគាត់ធ្វើការនៅនោះគាត់ជាអ្នកគ្រប់ត្រចៅភាសាណែសោមជើងលីអូខោខ្លីខោវែង ឆោមចូលដាក់បដ ாய் ភួយខ្នើយស្នេហា Man U ទាំងអស់ណាធ្វើបានដូចគាត់ ចាំមើលឃើញបងប្រុសម្នាក់គាត់ខមមិនថាចង់ឲ្យផុកបាមកចង់ឲ្យផុកបាមក ឈាមខ្មៅ ម៉ៅញ៉ោះតែបងឡាយជីអូវ៉ែមែនហ្នឹងគ្រប់ត្រ
cái cặp làm mình sao đây bóng bóng là ngày này đó cô អេចុះបងប្រពន្ធយើងនៅមួយយើងដាក់ជើងខ្មៅឯងយើងថាតាម thấy mày thấy đây rồi អូអញ្ចឹងមិនកូននឹងសបល់ស្អែម chờ mớ ấy để nhom chọn vậy tại tao mùi menu mà anh giấy công trai menu bên mà nhom chọn gì menu lại nữa á Sancho bà sân chia lụa quạt bàn pro con không ai nữa anh vậy bàn tha quạt cứ chia cả lá co để tới lụa chơi nhà bàn môn kề lụa bán ít pro con không ai pro freedom lụa bán môn kềแต่ lại luôn bảo quạt cứ ai financial fair play សម្រាប់ menu ទិញកន្លះកោថ្មីមកស្រួលហើយ role របស់គាត់អាចឲ្យគូញ៉ាលេងក៏បានដែរប៉ុណ្ណឹងល្មមចុះមកយីហេ អូ មកយី គាត់បយបញ្ជាក់កន្លែង add on អូគាត់ phone មកបញ្ជាក់ហ្មងគាត់បាក់ទៅសេ មកបងសុំស្ដាប់ម៉ៃតម៉ៃសុំបើកសម្លេងលឺតិចណាគាត់បញ្យល់មក ដល់ បង add on នឹងបញ្ជាក់ដូចថាគេចងថាកីឡាករហ្នឹងអឹមប្រម៉ូមក menu ជួយឲ្យ menu បាន top 4ឬមួយក៏សុំបាន add 5លានឲ្យ ស្អីអញ្ចឹងណាអាហ្នឹងគេហៅ add on អាហ្នឹងបើសិនជាប្រម៉ូមកគេចង add on ហ្នឹងក្រុមហ្នឹងធ្វើបានអាហ្នឹងបានក្រុមហ្នឹងគេបង់ឲ្យទៅ Brentford អរគុណបងអរគុណយល់ហើយច្បាស់ហើយពាក្យតែ add on នឹង fix អញ្ចឹងហើយយល់ហើយ អញ្ចឹងមានន័យថា Brentford អត់ទុកចិត្តថា menu បាន top 4ទេ ហ្នឹងហើយអត់បានអត់ចេះអត់ទុកចិត្តអត់បាន top 4អត់បានសុទ្ធលើសពី20គ្រាប់អីទៅបាទ Brentford អត់ទុកចិត្ត អញ្ចឹងអត់បាន5លាន អាហ្នឹងគេហៅថាចាំអត់មើលដូចអី Man U លក់ Greenwood អញ្ចឹងបើ Greenwood ត្រូវ Maxey អូមកអត់ Maxey លក់ទៅឲ្យក្លឹបផ្សេងលើសពីប្រហែលអញ្ចឹងលុយ Man U ចូលប្រហែលអញ្ចឹងណាអាហ្នឹងគេហៅ add on ដូចគ្នានៃយល់អូអរគុណបងបាទនេះ អើទៅពេលកន្លែងហ្នឹងខ្ញុំសើចបណ្ដោយខ្ញុំលឺកន្លែងហ្នឹងខ្ញុំសើច អ យក ញ្ចឹងមានថា Brentford អត់ទុកចិត្ត Man U ទេបាទ ហ្នឹងយ៉ាងខ្លីចប់ បានហើយម៉ោង4ជាងហើយដល់ម៉ោងគេថតព័ត៌មានហើយ អូខេបងមើលគេលោកប្រពន្ធខាងតមួយម៉ាត់ បានហើយ មើលតិចអូអត់មានទេបាទអត់មានទេបាទអត់មានទេ ស្ដាច់ហើយលោក បាទទស្សនិកជនជាទីគោរពនិងជាទីមន្ត្រីបាទវិធីបេសាយក្រហមរបស់យើងក៏ឈានចូលដល់ទីបញ្ចប់អញ្ចឹងយើងជួបគ្នានៅក្នុងសប្តាហ៍ក្រោយតាមពេលវេលាដដែលបាទរៀងរាល់រសៀលថ្ងៃច័ន្ទបាទគឺម៉ោង3តទៅយើងចាប់ផ្ដើម live នៅលើ CNC Sport ហើយអញ្ចឹងជួយចុច follow ម្នាក់មួយដើម្បីទទួលបានព័ត៌មានផ្សេងៗទៀតក្រៅពី Man U បាទហើយថ្ងៃសៅរ៍យើងមាន show យើងមួយទៀតគឺ Sport Cafe ដែលយើងនិយាយអំពីកីឡាទូទៅជាតិអន្តរជាតិបាទមានបដាល់មានបាល់ទាត់មានអីហ្នឹងជុំវិញហ្នឹងទាំងអស់គ្នាបាទអញ្ចឹងអធិស្ឋានថ្ងៃនេះរៀងលេងបន្តិចឯខានណាបាទខ្សែក្បាត់លើ អត់អីចប់ឡាយ បាទយើងនឹងជួបគ្នានឹងវិលវិញជួបជាមួយបងប្អូននឹងសប្តាហ៍ក្រោយជាបន្តទៀតបាទខ្ញុំបានទាំង3នាក់រួមជាមួយនឹងក្រុមការងារសូមអរគុណសូមជម្រាបលាបាទ